Thầy Phật tu Vajana cứ chỉ cả sai xâm lấyในធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធសូមអស់លោកអ្នកសាទរសពបរិសទាំងឡាយអនុមោទនាស្ដាប់រឿងព្រះមហោសថជាដកពឺស្ដាភាគ 2 តមកក្នុងថ្ងៃមួយព្រះរាជាស្ដេចយាងទៅកាន់ឧទ្យានជាមួយនឹងបណ្ឌិតមហោសថគ្រានោះសត្វបង្គោលមួយដែលរស់នៅលើខ្លោងទ្វារវាឃើញព្រះរាជាកំពុងតែយាងមកក៏ចុះមកដេកលើដីព្រះរាជាក៏លេចឃើញនៅអាកប្បកិរិយារបស់សត្វបង្គោលនោះទ្រង់សួរមហោសថថានៃបណ្ឌិតតើបង្គោលនេះកំពុងធ្វើអ្វីមហោសថក្រាបទូលថាបបិទ្ធមហារាជវាកំពុងតែគោរពព្រះអង្គព្រះរាជាត្រាស់ថាប្រសិនបើវាគោរពយើងយ៉ាងនេះកុំឲ្យវាឥតប្រយោជន៍អីប្រទានទ្រព្យឲ្យវាខ្លះទៅមហោសថក្រាបទូលថាបបិទ្ធមហារាជសត្វបង្គោលនោះមិនត្រូវការប្រើប្រាស់នៅទ្រព្យអ្វីទេព្រះអង្គឲ្យត្រឹមតែស៊ីចំណីសមគួរណាស់ទៅហើយព្រះរាជាត្រាស់សួរថាចុះវាស៊ីអ្វីទៅមហោសថក្រាបទូលថ្វាយថាវាស៊ីសាច់ជាអាហារក្រាបទូលព្រះរាជាត្រាស់សួរថាគួរឲ្យសាច់តម្លៃប៉ុន្មានមហោសថឆ្លើយថាបបិទ្ធមហារាជឲ្យតម្លៃ1កនិកៈសមល្មមហើយព្រះអង្គព្រះរាជាទ្រង់បង្គាប់រាជបរិសម្នាក់រាជអំណោយតម្លៃ1កនិកៈមិនសមរម្យទេចូលអ្នកយកសាច់តម្លៃ1ពាក់កណ្ដាលមាសកៈឲ្យដល់សត្វបង្គោលនេះឲ្យបានជារៀងរាល់ថ្ងៃចុះរាជបរិសនោះបានធ្វើតាមពាក្យរាជបញ្ជាតាំងពីគ្រានោះមកក្នុងថ្ងៃមួយរាជបរិសបានទិញសាច់បានព្រោះថ្ងៃនោះជាថ្ងៃឧបោសថដែលច្បាប់មិនអនុញ្ញាតឲ្យសម្លាប់សត្វទេគេក៏បានយកប្រាក់ពាក់កណ្ដាលមាសពាក់កណ្ដាលដោតខ្សែពាក់ឲ្យសត្វបង្គោលនោះក្រោយមកសត្វបង្គោលដំឡើងរឹកក្រអើក្រទមរាងកាយដោយសារតែបានពាក់ខ្សែកប្រាក់នោះគប់ជួនជាថ្ងៃមួយព្រះរាជាស្ដេចយាងមកឧទ្យានជាមួយនឹងមហោសថម្ដងទៀតសត្វបង្គោលនោះបើទោះបីជាឃើញស្ដេចកំពុងតែយាងមកវាដេកដំអកខ្លួនអង្រុនក្បាលធ្វើមិនដឹងនៅលើខ្លោងទ្វារនោះឯងមិនចុះមកគោរពព្រះរាជាដោយពីមុននោះទេថែមទាំងធ្វើរើក្រអើក្រទមរៀងអាងបានទ្របបន្តិចបន្តួចក៏សញ្ញប់សម្ញែងខ្លួនឯងប្រៀបស្មើនឹងស្ដេចដោយមានគំនិតថានៃវិទេហៈអ្នកមានទ្រព្យច្រើនឬខ្ញុំនេះវិញទេព្រះបាទវិទេហរាជតតឃើញនៅអាកប្បកិរិយារបស់វាដូច្នោះក៏សួរមហោសថថានៃបណ្ឌិតហេតុអ្វីបានជាបង្គោលនោះមិនចុះមកក្រោមដោយថ្ងៃមុនសោះថ្ងៃមុនវាមិនចំកំខ្លួនកាចរៀងយ៉ាងនេះទេតែឥឡូវនេះវានៅលើខ្លោងទ្វារធ្វើរក្រអើក្រទមណាស់ណែមហោសថតើមានរឿងអ្វីទៅមហោសថបណ្ឌិតបានលើព្រះបន្ទូលនៃព្រះរាជាហើយដឹងថាក្នុងថ្ងៃឧបោសថមានបំរាមហាមសម្លាប់សត្វរាជបរិសការរកទិញសាច់បានក៏បំពាក់ប្រាក់អធមាសកៈនោះជាប់នឹងបង្គោលព្រោះដូច្នេះបានជាវាមានមេនះរឹងត្អឹងយ៉ាងនេះយល់ដូច្នេះហើយមហោសថបានក្រាបទូលព្រះរាជាថាបបិទ្ធមហារាជសត្វបង្គោលនេះបានប្រាក់ពាក់កណ្ដាលមាសកៈដែលមិនធ្លាប់បានពីមុនមកទៅវាមើងងាយព្រះបាទវិទេហរាជនិងអ្នកគ្រប់គ្រងក្រុងមិថិលាព្រះរាជាទ្រង់ព្រះសណ្ដាប់នៅពាក្យរបស់មហោសថបណ្ឌិតហើយក៏ប្រើគេឲ្យទៅហៅរាជបរិសអ្នកចិញ្ចឹមបង្គោលនោះមកចូលគាល់ហើយទ្រង់ធ្វើការសាកសួររីឯបរិសនោះបានក្រាបទូលឲ្យស្ដេចទ្រង់ជ្រាបតាមដំណើររឿងដោយសពគ្រប់ព្រះរាជាទ្រង់ស្ដាប់សម្ដីនោះហើយទ្រង់មានព្រះតម្រិះថាមហោសថបណ្ឌិតមិនបានសួរនរណាម្នាក់សោះក៏ចេះតែមានប្រាជ្ញាដឹងច្បាស់អធិស្ស្រ័យរបស់សត្វបង្គោលនោះហាក់បីដូចជាព្រះសម្ពេញ្ញពុទ្ធគិតដូច្នេះហើយទ្រង់ជ្រះថ្លាដល់ក្រៃលែងបានឲ្យគេប្រទាននៅសួយសារអាករបុណ្យស្រុកដល់មហោសថបណ្ឌិតប៉ុន្តែស្ដេចទ្រង់ខ្ញាល់ចំពោះសត្វបង្គោលបំរុងនឹងបញ្ជាឲ្យគេដករាជអំណាចចេញប៉ុន្តែមហោសថបណ្ឌិតក្រាបទូលខាត់ព្រះអង្គថាបបិទ្ធមហារាជ
កុំដកព្រះរាជអំណោយពីវាអីក្រាបទូលព្រះរាជាទ្រង់យល់ព្រមកាលកន្លងមកមាននប់ម្នាក់ឈ្មោះបឹងកុតរៈមានលំនៅក្នុងក្រុងមិថុលាគេបានធ្វើដំណើរទៅកាន់ក្រុងតកសិលាសិក្សានៅសិល្បៈក្នុងសំណាក់របស់អាចារ្យទីសាប៉ាម៉ោមាននប់នោះបានសិក្សាចេះចាំយ៉ាងរហ័សបឹងកុតរៈមាននប់នោះបានជូនថ្លៃសិក្សាហើយគោរពលាអាចារ្យត្រឡប់ទៅផ្ទះវិញប៉ុន្តែក្នុងត្រកូលអាចារ្យនោះមានប្រពៃណីដូចនេះប្រសិនបើមានកូនស្រីពេញវ័យក្រមុំត្រូវផ្សំគុំជាមួយនឹងសិស្សជារៀមច្បងព្រោះហេតុដូច្នោះលោកអាចារ្យមានកូនស្រីម្នាក់ពេញវ័យក្រមុំមានរូបឆោមស្រស់ល្អឆើតឆាយសម្រស់ស្រស់ថ្លាប្រៀបបាននឹងស្រីទេពអប្សរគ្រានោះអាចារ្យប្រាប់បឹងកុតរៈមាននប់ថានេមាននប់យើងនឹងផ្សំគុំកូនស្រីយើងឲ្យជាភរិយារបស់អ្នកចូលអ្នករៀបការជាមួយនឹងនាងហើយសឹមចេញដំណើរទៅផ្ទះចោះរីឯមាននប់នោះជាមនុស្សកាលកិនីឥតមានភ័ព្វសំណាងសាងពីព្រេងនាយចំណែកកូនក្រមុំអាចារ្យជាមនុស្សមានបុណ្យសំណាងខ្ពស់ចិត្តរបស់មាននប់មិនប៉ែតៃលើនាងបន្តិចតួងទេសោះបើទោះបីជាឃើញនាងស្អាតយ៉ាងណាក៏ដោយហេតុតែខ្លួនជាសិស្សក៏យល់ព្រមឆ្លើយចំពោះមុខអាចារ្យថាខ្ញុំមិនជំទាស់ពាក្យលោកគ្រូទេលោកអាចារ្យទីសាប៉ាម៉ោក៏រៀបចំសំគុំកូនស្រីខ្លួននោះឲ្យជាប្រពន្ធរបស់មាននប់ក្នុងវេលាយប់ផ្សំដំណេកបឹងកុតរៈមាននប់ដេកនៅលើគ្រែសិរីសួស្តីដែលតបតែងយ៉ាងល្អស្អាតក្នុងថ្ងៃបង្គោលការកូនក្រមុំក៏ឡើងគ្រែបំរុងដេកក្បែរប្តីស្រាប់តែមាននប់ជាប្តីមានចិត្តធុញទ្រាន់ចិនឆ្អន់ដេកមិនសុខព្រោះមិនពេញចិត្តក៏ចុះពីលើគ្រែមកដេកនៅខាងក្រោមរីឯកូនក្រមុំចុះទៅតាមដេកក្បែរប្តីទៀតប្តីក្រោកមកដេកលើគ្រែវិញនាងក៏ឡើងតាមដេកក្បែរប្តីម្ដងទៀតប្តីនោះបែរជាចុះពីលើគ្រែមកដេកនៅខាងក្រោមវិញនេះឯងដែលហៅថាមនុស្សកាលកិនីមិនស័ក្តិសមនឹងសេរីសួស្តីឡើយចំណែកកូនក្រមុំលែងមានចិត្តតាមក៏ដេកនៅលើគ្រែតែម្នាក់ឯងលងលក់រហូតទល់ភ្លឺឯមាននប់នោះក៏ដេកនៅឯខាងក្រោមម្នាក់ឯងទៅលុះរស់នៅរបៀបនេះអស់រយៈពេល7ថ្ងៃមកហើយបឹងកុតរៈមាននប់ក៏នាំភរិយាថ្វាយបង្គំលាអាចារ្យចេញដំណើរទៅផ្ទះខ្លួននៅតាមផ្លូវអ្នកទាំងពីរពុំមានសម្ដីចរចាជាមួយគ្នាមួយម៉ាត់សោះពួកគេទាំងពីរចេះតែដើរទៅទាំងចិត្តមិនចង់នៅរួមគ្នាទាល់ទេសោះរហូតទៅជិតក្រុងមិថុលាគ្រានោះបឹងកុតរៈមាននប់ឃើញដើមឧទុំពរដើមលវាងមួយដើមមានផ្លែច្រើនសន្ធឹកនៅមិនឆ្ងាយអំពីទីក្រុងប៉ុន្មានមាននប់ឃ្លានខ្លាំងពេកក៏ឡើងដើមឧទុំពរនោះបេះផ្លែបរិភោគចំណែកព្រះពន្ធហេតុតែឃ្លានខ្លាំងដែរក៏ទៅឈរចិត្តគោឈើហើយស្រែកប្រាប់ប្តីថាបងសម្លាញ់អូនឃ្លានណាស់សូមបងទម្លាក់ឲ្យខ្ញុំហូបផងប្តីតពីលើចុងឈើមកថានាងមិនមានដៃជើងទេឬអីបានជាមិនចេះឡើងបេះខ្លួនឯងប្រពន្ធក៏ដាច់ចិត្តឡើងទៅបេះហូបដោយខ្លួនឯងដែរបឹងកុតរៈមាននប់ដឹងថានាងឡើងហើយគេចុះមកវិញយ៉ាងលឿនយកបន្លាស្រាជុំវិញដើមលវាហើយរត់ចេញទៅស្រែកថាអញលែងមានការកណីស្រីចង្រៃឯងនេះហើយចំណែកធីតានោះការមិនអាចចុះមកវិញរួចក៏អង្គុយលើប្រកៀបឈើសឹមជប់សិញ្ជឹងឯកាតែម្នាក់ឯងគប់ជួនគ្រានោះព្រះបាទវិទេហរាជស្ដេចទ្រង់ជាដំរីយាងទៅប្រពៀតឧទ្យានលុះដល់វេលារសៀលស្ដេចយាងត្រឡប់ទៅនគរវិញដល់ក្បែរដើមលវាក៏តតប្រណេតឃើញធីតានោះនៅលើប្រកៀបដើមលវាអង្គុយត្រមងត្រមោចតែម្នាក់ឯងទ្រង់មានព្រះតីប្រតិព័ទ្ធភ្លាមប្រើអាមាត្យឲ្យទៅសួរថាតើនាងមានគេហួងហែងឬមិនទាន់មាននៅឡើយទេនាងធីតានោះឆ្លើយថាអ្នកប្រុសនាងខ្ញុំមានប្តីហើយដែលម្ដាយឪពុកផ្សំគុំក្នុងត្រកូលប៉ុន្តែប្តីនាងខ្ញុំទុកឲ្យខ្ញុំអង្គុយនៅទីនេះហើយរត់ចោលខ្ញុំបាត់ទៅចំណែកអាមាត្យមកក្រាបទូលឲ្យព្រះរាជាទ្រង់ជ្រាបអំពីស្ថានភាពនោះព្រះរាជាមានព្រះតម្រិះថា
ធម្មតាទ្របដែលអិនម្ចាស់គឺជាទ្របរបស់ស្ដេចហើយក៏ទ្រង់ដាក់នាងចុះឲ្យជាដំរីនាំចូលទៅកាន់ព្រះរាជនិវេសអាភិស័យតាំងនាងក្នុងឋានៈជាអគ្គមហេសីនាងបានជាទីស្រឡាញ់ជាទីពេញចិត្តរបស់ព្រះបាទវិទេហរាជអ្នកផងតែងហៅឈ្មោះនាងថាឧត្តមពោទេវីព្រោះនាងជានារីដែលស្ដេចបានយកមកពីដើមលវាតមកក្នុងថ្ងៃមួយពួកអ្នកស្រុកដែលនៅក្បែរទ្វារនាំគ្នាជំរះផ្លូវដើម្បីទទួលព្រះរាជដំណើររបស់ព្រះរាជាយាងទៅប្រពាតឧទ្យានបឹងកុតរមានុបក៏បានទៅស៊ីឈ្នួលក្នុងការងារនោះដែរគាត់បានចងក្បិនកាន់ចបមួយកាប់ជំរះសម្អាតផ្លូវជាទីមួយនិងអ្នកស្រុកអ្នកផងទាំងឡាយការផ្លូវមិនទាន់សម្រេចដល់ឡើយព្រះរាជានិងព្រះនាងឧត្តមពោទេវីគង់ប្រថាប់លើរថទន្ទឹមគ្នាយាងទៅតាមផ្លូវនោះឧត្តមពោទេវីចោលព្រះនេត្រាទៅប្រទះនឹងបង្គុតរមានុបដែលជាមនុស្សកាលកណីកំពុងតែឈូសចាំងជំរះផ្លូវទប់សំណោចមិនបាននាងក៏នឹកហួសចិត្តថាបរោះនេះជាកាលកណីទើបមិនអាចត្រត្រង់សេរីបែបនេះបានព្រះរាជាឃើញនាងសោចទ្រង់ពិរោធសួរព្រះនាងថាហេតុអ្វីបានជានាងសោចមានរឿងអ្វីឬព្រះនាងឆ្លើយថាបបិទ្ធព្រះសម្មាទិទេពបរោះអ្នកជំរះផ្លូវនោះជាប្តីដើមរបស់ខ្ញុំម្ចាស់គេនេះឯងដែលទុកខ្ញុំម្ចាស់លើដើមលវាស្រះបន្លាជុំវិញហើយរត់ចោលខ្ញុំម្ចាស់មើលឃើញនឹងហួសចិត្តថាគេនោះជាមនុស្សកាលកណីទេតាទើបមិនអាចត្រត្រង់នៅសេរីបែបនេះបាននឹកឃើញដូច្នេះហើយទើបខ្ញុំម្ចាស់សោចព្រះរាជាងាវដាវមានព្រះរាជអង្ការគំរាមថានាងនិយាយកុហកនាងសោចព្រោះឃើញបរោះដតីណាមួយយើងនឹងសម្លាប់នាងឧត្តមពោទេវីដល់នៅសភាពភ័យខ្លាចក្រាបទូលព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គទ្រង់រកហេតុផលដោយសួរពួកបណ្ឌិតសិនកុំអាខ្ញាល់ព្រះអង្គព្រះរាជាសួរអាចារ្យសេនកៈថាណែសេនកៈលោកជឿពាក្យរបស់អគ្គមហេសីនេះឬទេអាចារ្យសេនកៈក្រាបទូលថាទូលព្រះបង្គំមិនជឿទេក្រាបទូលបរោះណាក៏កំសាចញីម្លេះដែលចិត្តរត់ចោលស្ត្រីកែវបែបនេះឧត្តមពោទេវីឮសម្ដីរបស់អាចារ្យសេនកៈរឹងរតែភ័យខ្លាចឡើងគ្រានោះព្រះរាជាមានព្រះតម្រិះថាអាចារ្យសេនកៈនេះមិនចេះដឹងអ្វីយើងនឹងសូមសួរមហោសថបណ្ឌិតវិញរួចទ្រង់សួរមហោសថថាណែមហោសថស្ត្រីមានរូបល្អដោយកែវថែមទាំងមានមារយាទប្រព្រឹត្តត្រឹមត្រូវតើអ្នកជឿទេមានមនុស្សប្រុសឯណាដែលមិនមានចិត្តប៉ងប្រាថ្នានាងមហោសថក្រាបទូលថាទូលព្រះបង្គំជាខ្ញុំជឿព្រះអង្គមនុស្សប្រុសឥតភ័ព្វជាកាលកិណីនិងមនុស្សស្ត្រីដែលមានសេរីសួស្តីគឺមនុស្សស៊ីសង្វាក់គ្នាឡើយខុសគ្នាឆ្ងាយណាស់មិនត្រូវគ្នាទេបីដូចជាត្រើយសមុទ្រខាងអាយនិងត្រើយសមុទ្រខាងនីឬបីដូចជាផ្ទៃមេឃនិងផែនដីឆ្ងាយណាស់ក្រាបទូលព្រះរាជាទ្រង់ព្រះសណ្ដាប់នៅហេតុការណ៍នោះតាមការបញ្យល់របស់មហោសថបណ្ឌិតហើយលែងមានសេចក្តីពិរោធចំពោះព្រះនាងឧត្តមពោទេវីស្រាកកំហឹងអស់ពីប្រតីព្រះរាជាទ្រង់ត្រេកអរចំពោះមហោសថថាបើកុំតែបានមហោសថបណ្ឌិតម្លេះសំអញប្រោសនារាចាស្ត្រីកែវបែបនេះពុំខានទ្រង់ព្រះតម្រិះដូច្នេះហើយទ្រង់ចេញព្រះរាជបញ្ជាឲ្យរៀបចំពិធីបូជាដោយចំណាយព្រះរាជទ្រព្យ100,000កហបណៈដល់មហោសថបណ្ឌិតព្រះនាងឧត្តមពោទេវីថ្វាយបង្គំថ្លែងអំណរអរគុណព្រះរាជានិងសូមពរពីព្រះរាជាថាបបិទ្ធព្រះសម្មាទិទេពខ្ញុំម្ចាស់បានជីវិតរស់ព្រោះអាស្រ័យមហោសថបណ្ឌិតខ្ញុំម្ចាស់សូមពរពីព្រះអង្គសូមព្រះអង្គតែងតាំងបណ្ឌិតរូបនេះជាប្អូនប្រុសបង្កើតរបស់ខ្ញុំម្ចាស់ព្រះរាជាត្រាថាប្របីហើយព្រះនាងទេវីសូមនាងទទួលយកចោះយើងឲ្យពរដល់នាងឧត្តមពោទេវីក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពពីថ្ងៃនេះទៅខ្ញុំនឹងសោយក្រយាឆ្ងាញ់ដោយមិនមានប្អូនខ្ញុំពុំបានទេពីពេលនេះទៅខ្ញុំម្ចាស់សូមពរដើម្បីបានបញ្ជូនអាហារឆ្ងាញ់នោះដល់មហោសថផងទោះក្នុងពេលត្រូវការក្តីខុសការក្តីសូមព្រះអង្គឲ្យគេបើកទ្វារឲ្យក្រាបទូល
ព្រះរាជាត្រាថាប្របីហើយនាងទទួលយកពរនេះចោះយើងប្រទានដល់នាងតាមសេចក្តីស្នើសុំគ្រប់យ៉ាងថ្ងៃមួយក្រោយមកទៀតព្រះបាទវិទេហរាជទ្រង់សោយក្រយាវេលាព្រឹករួចទ្រង់យាងទៅតាមចន្លោះល្វែងនៃប្រាសាទតតាបង្អួចប្រទះឃើញពពែមួយនិងសំណក់មួយរស់នៅជាមួយគ្នាដោយសេចក្តីស្និទ្ធស្នាលតាមដំណើររឿងថាមានពពែមួយទៅរោងស្មៅដំរីដែលពួកអ្នកថែដំរីកំពុងបោះស្មៅនៅពីមុខដំរីគ្រានោះអ្នកយាមដំរីក៏វាយសំពងដេញពពែនោះមួយដំបងឲ្យវាចេញពពែនោះឈឺស្រែករត់ចេញទៅលំដាប់នោះបរោះម្នាក់ទៀតរត់តាមយ៉ាងលឿនវាយមួយដំបងចំកណ្ដាលខ្នងថែមទៀតពពែនោះទ្រាំខ្លួនឈឺចុកចាប់ដេកផ្ងាជើងក្បែរមហាកំពែងនៃព្រះរាជវាំងក្នុងថ្ងៃជាមួយគ្នានោះដែរសនៈមួយដែលធំធាត់ដោយសារស៊ីឆ្អឹងនិងស្បែកជាដើមក្បែរមហារោងចុងភៅរបស់ព្រះរាជាវាធំក្លិនត្រីនិងសាច់របស់ពួកចុងភៅដែលចំអិនបាយហើយនាំគ្នាទៅឈរសម្ដៅខ្លួនសម្ងួតញើសនៅឯខាងក្រៅសនៈនោះការមិនអាចអត់សង្កត់នៅកំលៀនបានវាក៏រត់ចូលទៅក្នុងមហារោងចុងភៅខំទាញទម្លាក់ភីកសាច់ធ្លាក់ចុះមកក្រោមហើយត្របាក់ខំស៊ីសាច់នោះគ្រានោះចុងភៅរត់ចូលទៅតាមស្នូទ្វារហើយឃើញឆ្កែនោះកំពុងតែត្របាក់ស៊ីក៏នាំគ្នាបិទទ្វារហើយដេញវាយសំពងដោយដំបងនិងក្រវែងដុំដីជាដើមឆ្កែនោះចោលដុំសាច់ដែលខំចេញពីមាត់ស្រែកធ្ងោកងេកចេញទៅក្រៅវិញចំណែកចុងភៅដេញតាមវាយសំពងមួយដំបងចំកណ្ដាលខ្នងយ៉ាងពេញទំហឹងថែមទៀតឆ្កែនោះឈឺចុកចាប់ទ្រាំខ្លួនជាខ្លាំងដើរលើកជើងមកខាងចូលទៅប៉ះចំកន្លែងដែលពពែដេកគ្រានោះពពែសួរសនៈថាណែសំឡាញ់ហេតុអ្វីបានជាអ្នកដើរធ្វើខ្លួនត្រន់យ៉ាងនេះតើអ្នកកើតរោគខ្យល់ឬចំណែកសនៈនោះមិនទាន់ឆ្លើយសំណួរពពែភ្លាមទេសួរទៅពពែវិញថាចុះអ្នកវិញមកដេកធ្វើជារហ័សរហៃយ៉ាងនេះតើអ្នកកើតរោគខ្យល់ដែរឬសត្វទាំងពីរក៏បានរៀបរាប់រឿងផ្ទាល់ខ្លួនដល់គ្នានឹងគ្នាទៅវិញទៅមកពពែសួរថាណែសំឡាញ់ចុះឯងទៅផ្ទះបាយទៀតឬទេសនៈខៈតបថាមិនអាចទេសំឡាញ់បើខ្ញុំទៅប្រកាសជាស្លាប់មិនខានទេចុះឯងវិញអាចទៅកាន់រោងដំរីទៀតដែរឬទេពពែឆ្លើយថាខ្ញុំមិនអាចទៅទីនោះដែរបើខ្ញុំទៅប្រកាសជាស្លាប់ពួកវាទាំងពីរនាំគ្នារកឧបាយថាឥឡូវនេះធ្វើដូចម្ដេចណោទើបយើងរស់នៅបានក្នុងស្ថានភាពបែបនេះគ្រានោះពពែបានបញ្ចេញនៅយោបល់ប្រាប់ដល់សនៈជាមុនថាប្រសិនបើយើងនៅរួមរស់ស្មោះស្ម័គ្រជាមួយគ្នាប្រកាសជាមានឧបាយមួយសនៈតបថាបើដូច្នោះអ្នកនិយាយមកមើលពពែនិយាយថាណែសំឡាញ់ពេលនេះទៅចូលអ្នកទៅរោងដំរីអ្នកយាមដំរីគេមិនសង្ស័យចំពោះអ្នកទេគេគិតថាអ្នកមិនចេះស៊ីស្មៅដូច្នេះអ្នកត្រូវពំស្មៅគេមកឲ្យខ្ញុំចំណែកខ្ញុំនឹងចូលទៅផ្ទះបាយគេក៏មិនសង្ស័យចំពោះខ្ញុំដែរព្រោះគេគិតថាខ្ញុំមិនចេះស៊ីសាច់ដូច្នេះខ្ញុំនឹងពំយកសាច់មកឲ្យអ្នកសត្វទាំងពីរយល់ព្រមគ្នាថាអូបាយនេះល្អពេលគ្រានោះមកសត្វសនៈទៅរោងដំរីខំពំស្មៅមួយបាច់យកមកដាក់ក្បែរមហាកំពែងរីឯសត្វពពែទៅផ្ទះបាយពំសាច់មួយដុំបៀមពេញមាត់យកមកដាក់ក្នុងទីនោះដែរសនៈស៊ីសាច់ពពែស៊ីស្មៅពួកវារស់នៅក្បែរមហាកំពែងរីករាយព្រមព្រៀងគ្នាដោយឧបាយយ៉ាងនេះព្រះរាជាទ្រង់តតឃើញសេចក្តីស្និទ្ធស្នាលជាមិត្តភាពរបស់ពួកសត្វទាំងពីរទ្រង់ព្រះចិន្តាថាយីមិនធ្លាប់ឃើញសោះហេតុចម្លែកនេះអញទើបតែបានឃើញនៅពេលនេះទេតាសត្វទាំងពីរនេះធ្លាប់ជាសត្រូវនឹងគ្នាតែបែរជាចេះរស់នៅយ៉ាងសុខសាន្តជាមួយគ្នាទៅវិញអញគួរយកហេតុការណ៍នេះបង្កើតជាប្រស្នាសួរបណ្ឌិតទាំង5នាក់លបងមើលបណ្ឌិតណាមិនចេះប្រស្នានេះអញនឹងនិរទេសបណ្ឌិតនោះចេញពីដែនតែបើបណ្ឌិតណាចេះដោះប្រស្នានេះអញនឹងរៀបគ្រឿងសក្ការៈជាធំជារង្វាន់
ជូនចំពោះបណ្ឌិតនោះនិងប្រកាសជាឱឡារឹកថាបណ្ឌិតបែបនេះរកគ្មានទេថ្ងៃនេះមិនទាន់ដល់ពេលចោលប្រស្នានៅឡើយរងចាំចោលប្រស្នាចំពោះពួកគេនៅថ្ងៃស្អែកក្នុងពេលដែលពួកគេមកគាល់បម្រើយើងក្នុងថ្ងៃបន្ទាប់បណ្ឌិតទាំង5ក៏ធ្វើដំណើរមកកាន់ព្រះរាជវាំងព្រះរាជាទ្រង់ផ្ដើមចោលប្រស្នាថារឿងនោះមិនធ្លាប់មានក្នុងការណាឡើយមានសម្លាញ់ពីរនាក់កើតក្នុងលោកនេះមានតែជើង7កណ្ដាស់ជាអមរិតអំពីកំណើតធម្មជាតិតែคล้ายជាសម្លាញ់បដូរផ្ដាច់ស្លាប់រស់ជាមួយគ្នាតើដំណើរនោះព្រោះហេតុអ្វីលោកទ្រង់ត្រាស់ពោលយ៉ាងនេះហើយទ្រង់ត្រាស់បន្ថែមទៀតថាប្រសិនបើក្នុងពេលអាហារព្រឹកថ្ងៃនេះអ្នកមិនអាចដោះនៅប្រស្នានេះឲ្យយើងបានទេយើងនឹងនិរទេសអ្នកទាំងអស់គ្នាឲ្យចេញអំពីដែនព្រោះថាអ្នកឥតប្រាជ្ញានឹងមិនមានប្រយោជន៍អ្វីដល់យើងឡើយនៅគ្រានោះអាចារ្យសេនកៈអង្គុយនៅដើមអាសនៈចំណែកបណ្ឌិតមហោសថអង្គុយនៅចុងអាសនៈមហោសថបណ្ឌិតគិតប្រស្នានោះមិនយល់ន័យទាល់តែសោះថាព្រះរាជាអង្គនេះមានធាតុខ្លៅទ្រង់ពុំអាចគិតនិពន្ធនៅប្រស្នានេះបានទេច្បាស់ជាទ្រង់បានតតឃើញអ្វីម្យ៉ាងហើយកាលបើបានឱកាសមួយថ្ងៃនឹងអាចដោះប្រស្នានេះបានសូមឲ្យអាចារ្យសេនកៈក្រាបទូលព្រះរាជាអត់សង្កត់ប្រតិត្រឹមតែមួយថ្ងៃនេះដោយឧបាយណាមួយសិនចោះចំណែកបណ្ឌិតទាំង4នាក់ពុំយល់អ្វីបន្តិចទាល់ទៅសោះហាក់បីដូចជាចូលទៅក្នុងបន្ទប់ងងឹតស្លុបអាចារ្យសេនកៈក្រឡេកមើលមហោសថក្រែងលោថាមហោសថមានមតិអ្វីខ្លះចំណែកឯមហោសថក៏មើលទៅមុខអាចារ្យសេនកៈវិញអាចារ្យសេនកៈយល់ពីបំណងរបស់មហោសថតាមអាការៈក្រឡេកមើលតបវិញនោះគាត់គិតក្នុងចិត្តថាមហោសថមិនអាចទាន់យល់ចម្លើយដោយពួកអញដែរទំនងជាមហោសថចង់បានឱកាសមួយថ្ងៃគួរអញតម្រូវចិត្តរបស់គេគិតដូច្នេះហើយអាចារ្យសេនកៈក៏ធ្វើជាលន់សំណោចយ៉ាងខ្លាំងដោយគាត់ធ្លាប់ស្និទ្ធស្នាលនឹងព្រះរាជាហើយទូលព្រះរាជាថាបបិទ្ធមហារាជបើពួកទូលព្រះបង្គំទាំងអស់គ្នាមិនអាចដោះប្រស្នាបានទ្រង់នឹងនិរទេសចាកដែនមែនឬប្រស្នានោះប្រកាសជាទ្រង់យល់ថាជ្រាលជ្រៅណាស់ដែរហើយមិនមែនពួកទូលព្រះបង្គំជាខ្ញុំមិនអាចដោះប្រស្នានោះទេណាហើយចោះសូមព្រះអង្គទ្រង់អត់សង្កត់ព្រះハរតីសិនព្រោះប្រស្នានេះស្មុគស្មាញណាស់ពួកទូលព្រះបង្គំជាខ្ញុំមិនអាចដោះនៅកណ្ដាលមហាជនបានទេតើតែអង្គុយជិញ្ជឹងគិតក្នុងទីដ៏សមគួរសិនទើបអាចដោះប្រស្នាថ្វាយព្រះអង្គក្នុងការជាខាងក្រោយបានសូមព្រះអង្គមេត្តាប្រោសប្រទានឱកាសដល់ពួកទូលព្រះបង្គំជាខ្ញុំសិនក្រាបទូលពោលដូច្នេះហើយសេនកៈងាកមើលទៅមហោសថនិយាយបន្ថែមថាកាលបាននៅក្នុងទីប្រជុំជនមានគ្នាច្រើនកក្រែងជួបជុំគ្នាយ៉ាងអ៊ូអរបែបនេះពួកយើងខ្ញុំរវើរវាយមានចិត្តមិនដឹងណក្នុងអារម្មណ៍តែមួយមិនអាចឆ្លើយប្រស្នានេះភ្លាមបានទេបបិទ្ធព្រះនន្ទ្រាធិរាជអ្នកប្រាជ្ញទាំងឡាយម្នាក់មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយទៅក្នុងទីស្ងាត់ស្ថិតនៅក្នុងកាយវិវេកនិងចិត្តវិវេកគិតនៅសេចក្តីពិចារណានៅប្រស្នាទើបក្រាបទូលសេចក្តីនោះក្នុងការជាខាងក្រោយបានក្រាបទូលព្រះរាជាទ្រង់ព្រះសណ្ដាប់នៅសម្ដីរបស់អាចារ្យសេនកៈហើយទ្រង់មានព្រះរាជហឫទ័យពុំរីករាយតែទោះជាយ៉ាងនេះក្តីព្រះរាជាបានធ្វើគម្រាមថាល្អហើយអស់លោកគិតសិនចោះសឹមឆ្លើយបើដោះស្រាយមិនបានទេយើងនឹងនិរទេសពួកអ្នកមិនខានឡើយបណ្ឌិតទាំង4នាក់នោះដើរចុះចាកប្រាសាទអាចារ្យសេនកៈនិយាយនឹងបណ្ឌិត3នាក់ក្នុងឯនោះថាណែសម្លាញ់ព្រះរាជាសួរប្រស្នាដល់ល្អិតសខុមបើពួកយើងដោះស្រាយមិនបានទេអន្តរាយធំនឹងកើតឡើងដល់ពួកយើងហើយដូច្នោះពួកយើងត្រូវតែខំប្រឹងត្រិះរិះពិចារណាប្រស្នានោះឲ្យបានល្អិតល្អន់បន្តទៀតផ្ដែផ្ដាំគ្នាដូចនេះហើយអាចារ្យទាំង4ក៏បែកគ្នាទៅផ្ទះរៀងខ្លួនដោយសេចក្តីព្រួយក្រៀមក្រំចំណែកមហោសថ
ក្រោកឡើងដើរទៅព្រះរាជដំណាក់របស់ព្រះនាងឧត្តមពោទេវីក្រាបទូលសួរព្រះនាងថាបបិទ្ធព្រះទេវីថ្ងៃនេះឬថ្ងៃម្សិលមិញតើព្រះរាជាទ្រង់ប្រថាបគង់នៅកន្លែងណាយូរជាងគេព្រះនាងទេវីប្រាប់ថាប្អូនប្រុសកាលពីម្សិលមិញបងបានឃើញព្រះរាជាយាងចង្ក្រមតាមថែវប្រាសាទហើយទ្រង់តទៅតាមបង្អួចឆ្ពោះទៅក្រៅលំដាប់នោះបណ្ឌិតគិតថាព្រះរាជាបានជាតតឃើញនៅហេតុអ្វីមួយនៅកន្លែងនោះមិនខានទេរួចមហោសថក៏ដើរទៅកន្លែងនោះចោលភ្នែកក្រឡេកមើលទៅខាងក្រៅឃើញនៅកិរិយារបស់ពពែនិងសំណក់ទើបមហោសថសន្និដ្ឋានតាមដំណើររឿងនោះថាព្រះរាជាឃើញស្ដេចទាំងពីរនេះទើបប្រឌិតនៅប្រស្នានេះបានយល់ដូច្នេះហើយមហោសថក៏ត្រឡប់ទៅលំនៅឋានវិញចំណែកអាចារ្យ3នាក់គិតហើយគិតទៀតគិតមិនយល់អ្វីទាល់ទៅសោះនាំគ្នាមកកាន់សំណាក់អាចារ្យសេនកៈហើយត្រូវបានអាចារ្យសេនកៈសួរមុនថាពួកលោកយល់ប្រស្នាហើយឬនៅអាចារ្យ3នាក់ឆ្លើយថាមិនយល់ទាល់ទៅសោះសេនកៈនិយាយថាប្រសិនបើអញ្ចឹងព្រះរាជាមកតែនឹងនិរទេសពួកយើងចេញអំពីនគរតើពួកលោកធ្វើដូចម្ដេចទៅអាចារ្យ3នាក់សួរថាចោះលោកយល់ហើយឬនៅអាចារ្យសេនកៈតបថាខ្ញុំអត់យល់ដូចគ្នាបើពួកអ្នកមិនយល់ទៅហើយតែខ្ញុំនឹងយល់ដូចម្ដេចប៉ុន្តែយើងបានក្រាបទូលព្រះរាជាហើយថាយើងនឹងបកស្រាយប្រស្នាថ្វាយព្រះអង្គទើបបានជាយើងមកទីនេះពេលនេះបើយើងដោះស្រាយមិនបានទេព្រះរាជានឹងខ្ញាល់ខ្លាំងតើយើងគួរធ្វើដូចម្ដេចទៅថ្មីបើបញ្ហានេះពួកយើងមិនអាចយល់បានប៉ុន្តែមហោសថមកតែគិតឃើញនៃ100ដង10000ដង100,000ដងចាក់ជាមិនខានតោះយើងទៅកាន់សំណាក់មហោសថវិញបណ្ឌិតទាំង4នាក់នាំគ្នាទៅកាន់គេហដ្ឋានមហោសថហើយបានប្រាប់អ្នកយាមឲ្យទៅជម្រាបមហោសថអំពីការសូមចូលជួបរបស់បណ្ឌិតទាំង4កាលបើមហោសថប្រាប់ថាសូមបណ្ឌិតទាំងឡាយអញ្ជើញចូលមកចោះបណ្ឌិតទាំង4នាំគ្នាចូលទៅគេហដ្ឋានមហោសថធ្វើបដិសន្ធារៈរួចអង្គុយក្នុងទីសមគួរហើយសួរមហោសថថាចោះលោកបណ្ឌិតបានគិតអំពីប្រស្នានោះយល់ហើយឬនៅមហោសថតបថាខ្ញុំគិតយល់ហើយកាលបើខ្ញុំមិនយល់តើអ្នកដទៃណាទៅអាចគិតយល់បាននោះបណ្ឌិតទាំង4នោះស្នើសុំថាបបិទ្ធបណ្ឌិតបើអញ្ចឹងសូមលោកមេត្តាប្រាប់ពួកយើងផងមហោសថបណ្ឌិតគិតថាប្រសិនបើអញមិនប្រាប់ពួកគេទេព្រះរាជាមកតែក្រោតខឹងនឹងនិរទេសពួកគេចោលចាកដែនមិនខានរីឯអញនឹងត្រូវជាស្ដេចបូជាដោយរតនៈ7ប្រការសូមកុំឲ្យជនអន្តពាទាំងនេះវិនិច្ឆ័យឡើយអញសុខចិត្តប្រាប់ពួកគេទៅចោះគិតដូច្នេះហើយមហោសថបានប្រាប់ឲ្យបណ្ឌិត4នាក់នោះអង្គុយលើអាសនៈទាបហើយផ្គងអញ្ជលីមិនឲ្យពួកគេដឹងអំពីទិដ្ឋភាពដែលស្ដេចឃើញទេគ្រាន់តែប្រាប់ថាពួកលោកសូមពោលយ៉ាងនេះនៅពេលព្រះរាជាទ្រង់សួរហើយចងកំណាព្យជាបាលី4គាថាឲ្យបណ្ឌិតទាំង4នាក់នោះរៀនក្នុងថ្ងៃទី2បណ្ឌិតទាំងឡាយបាននាំគ្នាទៅកាន់រាជបូជដ្ឋានអង្គុយលើអាសនៈដែលគេក្រាជូនព្រះរាជាត្រាស់សួរអាចារ្យសេនកៈថាណែអាចារ្យសេនកៈតើលោកដឹងប្រស្នាហើយឬនៅអាចារ្យសេនកៈក្រាបទូលថាបបិទ្ធមហារាជកាលបើទូលព្រះបង្គំមិនដឹងតើអ្នកដទៃណានឹងដឹងស្ដេចបង្គាប់ថាបើដូច្នោះអ្នកចូលនិយាយមកមើលបបិទ្ធព្រះសម្មាទិទេពសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយអាចារ្យសេនកៈពោលគាថាតាមដែលខ្លួនបានរៀនចេះចាំអំពីមហោសថដូចនេះថាសាញ់ពពែជាទីស្រឡាញ់ជាទីពេញចិត្តរបស់កូនអាមាត្យនិងបុត្ររបស់ស្ដេចពួកគេមិនបរិភោគសាយសំណក់ទេកាលបើដូច្នេះបានជាសំណក់និងពពែយកគ្នាជាសម្លាញ់លុះពោលគាថាចប់ក៏ឈប់ស្ងៀមដោយអាចារ្យសេនកៈខ្លួនឯងក៏មិនយល់អត្ថន័យនៃគាថានោះដែរចំណែកព្រះរាជាទ្រង់ជ្រាបច្បាស់អំពីទិដ្ឋភាពដែលព្រះអង្គបានទតឃើញព្រោះដូច្នោះទ្រង់លាន់ប្រអោថា
សេនកៈយល់ប្រស្នាហើយតាណោរឿងព្រះរាជាទ្រង់សួរអាចារ្យបោកសៈម្ដងទៀតចំណែកអាចារ្យបោកសៈអួតនៅចំពោះមកប្រភៈព្រះរាជាដែរថាចោះទូលព្រះបង្គំវិញមិនមែនជាបណ្ឌិតដែរឬទេព្រះអង្គបន្ទាប់មកគាត់បានពោលគាថាតាមតំណងដែលខ្លួនបានរៀនចេះចាំអំពីមហោសថដូចនេះពួកជនតែងតែបន្លះស្បែកពពែធ្វើជាកម្រាលក្រាលលើខ្នងសេះដើម្បីបានអង្គុយស្រួលតែពួកជនទាំងនោះមិនក្រាលស្បែកសនក់ទេដូច្នេះបានជាសនក់និងពពែយកគ្នាជាសម្លាញ់ការពិតអាចារ្យបោកុសៈក៏មិនបានយល់អត្ថន័យបន្តិចសោះដោយសេនកៈដែរព្រះរាជាហេតុតែព្រះអង្គទ្រង់យល់ប្រស្នាស្រាប់ផងនោះព្រះអង្គក៏ទ្រង់មានព្រះតម្រិះថាបោកុសៈគេដឹងអត្ថន័យនៃប្រស្នានេះដែរណោរួចព្រះរាជាទ្រង់សួរអាចារ្យកាមិន្ទៈម្ដងអាចារ្យកាមិន្ទៈពោលនៅគាថាតាមតំណងដែលខ្លួនបានរៀនចេះចាំអំពីមហោសថដូចនេះថាពពែមានស្នែងជារង្វង់សនក់មិនមានស្នែងទេពពែស៊ីស្មៅសនក់ស៊ីសាច់ដូច្នេះបានជាសនក់និងពពែយកគ្នាជាសម្លាញ់និយាយចប់អាចារ្យកាមិន្ទៈក៏មិនអាចយល់អត្ថន័យរបស់បញ្ហាបន្តិចសោះដូចជាអាចារ្យសេនកៈនិងបោកុសៈដែរព្រះរាជាទ្រង់ព្រះតម្រិះថាអាចារ្យកាមិន្ទៈយល់អត្ថន័យនៃប្រស្នានេះដែររួចទ្រង់សួរអាចារ្យទេវន្តៈម្ដងអាចារ្យទេវន្តៈបានពោលនៅគាថាតាមតំណងដែលខ្លួនបានរៀនចេះចាំអំពីមហោសថដូចនេះថាពពែស៊ីស្មៅនិងស៊ីស្លឹកឈើឯសនក់មិនស៊ីស្មៅមិនស៊ីស្លឹកឈើទេវាខំតែទុនសាយនិងសម្ពូចកាលបើដូច្នេះបានជាសនក់និងពពែយកគ្នាជាសម្លាញ់និយាយចប់អាចារ្យកាមិន្ទៈនោះក៏មិនបានយល់អត្ថន័យនៃគាថានោះបន្តិចសោះដោយអ្នកមុនដែរគ្រានោះព្រះរាជាដល់ហេតុតែព្រះអង្គយល់ទ្រង់ព្រះតម្រិះថាសូម្បីអាចារ្យទេវន្តៈក៏ចេះប្រស្នានេះដែរដូច្នេះព្រះអង្គទ្រង់សួរមហោសថបណ្ឌិតម្ដងថាណែបាចុះអ្នកចេះប្រស្នានេះទេមហោសថក្រាបទូលថាបបិទ្ធមហារាជរាប់អំពីអវិជ័យដល់ឋានព្រំលើកលែងទទួលព្រះបង្គំចេញតើអ្នកដតីណានឹងចេះប្រស្នានោះព្រះរាជាត្រាស់ថាបើដូច្នោះចូលបាននិយាយមកមើលសូមទ្រង់ព្រះសណ្ដាប់ចុះមហារាជហើយមហោសថបានក្រាបទូលតាមសេចក្តីច្បាស់លាស់របស់ខ្លួននៅប្រស្នាដូចនេះថាសត្វជើង7កន្លះគឺឆ្កែមានជើង3កន្លះពពែមានជើង4ជើងមួយមានក្រចក2រួមជា8ឯឆ្កែនេះលួចស្មៅឲ្យពពែនោះលួចសាច់ឲ្យឆ្កែនេះឮថាព្រះបាទវិទេហរាជជាស្ដេចដ៏ប្រសើរជាធំជាងជនក្នុងប្រទេសស្ដេចគង់នៅលើប្រាសាទដ៏ស្កឹមស្កៃទ្រង់ទតឃើញយ៉ាងច្បាស់នៅសត្វពីរផ្លាស់ប្ដូរចំណីដែលលួចបានមកឲ្យគ្នាស៊ីកាលព្រះរាជាមិនបានទ្រង់ជ្រាបថាអាចារ្យផ្សេងចេះប្រស្នាដោយអាស្រ័យមហោសថទ្រង់សម្គាល់ថាបណ្ឌិតទាំង5ចេះដោយកម្លាំងប្រាជ្ញារៀងខ្លួនព្រះរាជាទ្រង់សោមនស្សដល់ក្រៃលែងមានព្រះរាជឱការដូចនេះថាពិតជាលៀបរបស់យើងមែនទែនដែលអស់លោកបណ្ឌិតទាំងឡាយឆ្លាតវាងវៃនៅក្នុងត្រកូលរបស់យើងបណ្ឌិតទាំងនោះចេះដឹងអង្គអាចមានប្រស្នាពោលនៅភិសិទ្ធដោះនៅអាប្រស្នាដែលមានអត្ថន័យដ៏ជ្រាលជ្រៅនៃល្អិតសុខុមបានគ្រានោះព្រះរាជាទ្រង់ព្រះតម្រិះថាតាមធម្មតាបុគ្គលអ្នកមានសេចក្តីត្រេកអរតែងធ្វើអាការៈនៃសេចក្តីត្រេកអរមុននឹងធ្វើនៅអាការៈត្រេកអរនោះព្រះរាជាទ្រង់មានព្រះបន្ទូលដូចនេះថាយើងនឹងព្រះរាជទានដល់អស់លោកបណ្ឌិតនៅរទេះនិងសេះអាស្ដរមួយម្នាក់និងស្រុកសួយដែលមានផ្ទៃធំមួយម្នាក់ដែរពីព្រោះថាយើងមានចិត្តរីករាយយ៉ាងខ្លាំងចំពោះសម្ដីជាសុភាសិតរបស់អស់លោកត្រាស់ដូច្នេះហើយទ្រង់បញ្ជាឲ្យរាជបរោះព្រះរាជទាននៅរាជអំណោយទាំងពួងនោះដល់បណ្ឌិតទាំង5រូបដោយព្រះរាជហឫទ័យរីករាយនិងក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់ចំណែកឯព្រះនាងឧត្តមពោទេវី
ដឹងថាអាចារ្យទាំង4ចេះប្រស្នាដោយអាស្រ័យមហោសុតបណ្ឌិតព្រះនាងទ្រង់ព្រះតម្រិះថាព្រះរាជាទ្រង់ធ្វើសក្ការៈស្មើគ្នាដល់បណ្ឌិតទាំង5ហាក់ដូចជាទ្រង់ធ្វើសណ្ដែកខៀវមិនឲ្យប្លែកគ្នាអំពីសណ្ដែករាជមាសព្រះរាជាគួរធ្វើនៅសក្ការៈវិសេសដល់ប្អូនប្រុសអញទើបត្រឹមត្រូវគិតដូច្នេះហើយព្រះនាងយាងទៅកាន់សំណាក់របស់ព្រះរាជាក្រាបទូលសួរថាបបិទ្ធព្រះសុមាទេទេពនរណាដោះប្រស្នាថ្វាយព្រះអង្គព្រះរាជាឆ្លើយថាបណ្ឌិតទាំង5រូបមហេសីអូនអូតុមពោទេវីក្រាបទូលថាបបិទ្ធព្រះសុមាទេទេពតើព្រះអង្គជ្រាបទេថាអាចារ្យ4នាក់នោះចេះដោះប្រស្នាដោយសារនរណាព្រះរាជាត្រាស់ថាយើងមិនដឹងទេមហេសីអូនព្រះទេវីក្រាបទូលថាបបិទ្ធមហារាជអាចារ្យ4នាក់នោះមិនចេះដឹងអ្វីទេមហោសុតបណ្ឌិតទេតាជាអ្នកបង្រៀនអាលប្រស្នានោះដើម្បីកុំឲ្យពួកល្ងងទាំងនោះវិនិច្ឆ័យព្រះអង្គធ្វើសក្ការៈដល់ពួកគេទាំងអស់ស្មើគ្នានោះពិតជាអយុត្តិធម៌ណាស់គួរណាស់តែព្រះអង្គធ្វើសក្ការៈវិសេសដល់មហោសុតបណ្ឌិតទើបសមក្រាបទូលព្រះរាជាទ្រង់មានព្រះតម្រិះថាមហោសុតបណ្ឌិតមិនប្រាប់អំពីចំណេះពួកអាចារ្យផ្សេងថាចេះមកអំពីខ្លួនសោះដូច្នេះទ្រង់រឹតតែត្រេកអរចំពោះគុណធម៌របស់មហោសុតព្រះអង្គសពព្រះរាជហឫទ័យពុនពេកណាស់ចង់ធ្វើនៅសក្ការៈឲ្យក្រៃលែងឡើងទ្រង់ព្រះតម្រិះថាមិនអីទេចាំដល់ពេលអញសួរប្រស្នាមួយចំពោះមហោសុតកូនអញហើយអញនឹងធ្វើសក្ការៈដល់គេយ៉ាងធំកាលកំពុងត្រេះរិះរកប្រស្នាព្រះអង្គក៏ទ្រង់ព្រះតម្រិះឃើញនៅប្រស្នាមួយស្ដីអំពីអ្នកមានទ្រព្យថ្ងៃមួយបណ្ឌិតទាំង5រូបបានមកកាន់ទីឧបដ្ឋានរបស់ព្រះរាជាអង្គុយស្រួលបួលហើយស្ដេចត្រាស់នឹងអាមាត្យសេនកៈថាណែអាចារ្យសេនកៈយើងចង់សួរអ្នកនៅប្រស្នាមួយសេនកៈក្រាបទូលថាទ្រង់សួរមកចោះព្រះសម្មាទិទេពព្រះរាជាត្រាស់សួរប្រស្នាសរីមុនដូច្នេះថាណែសេនកៈយើងសូមសួរសេចក្តីមួយគឺបុគ្គលមានប្រាជ្ញាតែខ្សត់ទ្រព្យសម្បត្តិនិងបុគ្គលមានយុះនិងទ្រព្យសម្បត្តិតែឥតប្រាជ្ញាបណ្ដាបុគ្គលទាំងពីរនោះអ្នកប្រាជ្ញទាំងឡាយពោលថាបុគ្គលណាប្រសើរជាងប្រស្នានេះត្រូវសង្វាក់គ្នានឹងដំណរវងគ្រួសារនៃអាចារ្យសេនកៈធ្វើឲ្យគាត់រីករាយណាស់ហើយគាត់ដោះប្រស្នានោះយ៉ាងទាន់ហន់ថាបបិទ្ធព្រះជនិនអ្នកប្រាជ្ញក្តីអ្នកល្ងងក្តីអ្នកមានចំណេះវិជ្ជាក្តីអ្នកមិនមានចំណេះវិជ្ជាក្តីទោះបីជាមានជាតិខ្ពង់ខ្ពស់អាចជាអ្នកធ្វើការបម្រើបុគ្គលអ្នកមានយុះដែលមានជាតិទាបទូលព្រះបង្គំបានឃើញហេតុនោះសូមទូលថ្វាយថាអ្នកមានប្រាជ្ញាជាបុគ្គលថោកទាបរីឯអ្នកមានយុះធំទើបជាបុគ្គលប្រសើរព្រះរាជាទ្រង់ព្រះសណ្ដាប់នៅពាក្យអាចារ្យសេនកៈហើយទ្រង់មិនសួរអាចារ្យ3នាក់ទេទ្រង់បែរទៅជាសួរមហោសុតដែលជាអ្នកចំណូលថ្មីថាមនាលមហោសុតអ្នកមានប្រាជ្ញាមិនថោកថយជាអ្នកឃើញនៅហេតុដោយសពគ្រប់យើងសូមសួរនឹងអ្នកម្ដងអំពីបុគ្គលអ្នកខ្លៅមានយុះបណ្ឌិតគ្មានភោគៈតើអ្នកប្រាជ្ញទាំងឡាយពោលថាបណ្ដាបុគ្គលទាំងពីរនោះបុគ្គលណាប្រសើរជាងគ្រានោះមហោសុតបានក្រាបទូលព្រះបាទវេទេហរាជថាក្រាបទូលមហារាជពួកបុគ្គលខ្លៅតែងធ្វើនៅអំពើអាក្រក់ទាំងឡាយហើយសម្គាល់ថាអំពើនោះឯងជាអំពើប្រសើរគេឃើញត្រឹមតែលោកនេះថាមានតែឥស្សរៈទេដែលប្រសើរបំផុតសម្រាប់អញក្នុងលោកនេះបុគ្គលខ្លៅមើលមិនឃើញនៅលោកខាងមុខហ៊ានធ្វើនៅអំពើអាក្រក់ដោយអាងថាអញជាអ្នកធំគេកាន់យកនៅទោសក្នុងលោកទាំងពីរគឺកើតនៅក្នុងនរកជាដើមក្នុងលោកខាងមុខការរួចមកអំពីកំណើតនោះវិញរមែងកើតក្នុងលោកយើងនេះតែងកើតក្នុងត្រកូលទុនទាបក្រីក្រហើយដល់នៅសេចក្តីទុក្ខលំបាកលំបិនត្រដាបត្រដួសគឺគេរមែងទទួលនៅបរាជ័យក្នុងលោកទាំងពីរដោយពិតទូលព្រះបង្គំបានឃើញនៅហេតុយ៉ាងនេះ
ើបទូលថ្វាយព្រះអង្គថាបុគ្គលអ្នកមានប្រាជ្ញាជាបុគ្គលប្រសើរខ្ពង់ខ្ពស់រីឯបុគ្គលខ្លៅមានតែកិត្តិយសទួធំក៏មិនប្រសើរថ្លៃថ្លាទេកាលបើមហោសថអូយ៉ាងនេះព្រះរាជាទ្រង់ងាកមើលមុខអាចារ្យសេនកៈហើយត្រាថាមហោសថថាមានតែអ្នកមានប្រាជ្ញាទេជាបុគ្គលប្រសើរអញ្ចឹងឬសេនកៈក្រាបទូលថាបបិទ្ធមហារាជមហោសថនៅក្មេងនៅឡើយសូម្បីថ្ងៃនេះក៏នៅមិនទាន់បានបាត់ក្លិនទឹកដោះពីមាត់ផងតើគេចេះដឹងអ្វីទៅរួចសេនកៈដោះប្រស្នាការពារនៅកំណត់ខ្លួនជាបន្តថាអ្នកមានចំណេះវិជ្ជាក្តីអ្នកមានផៅពងល្អក្តីក៏មិនប្រសើរដោយអ្នកមានភោគសម្បត្តិឡើយសូមព្រះអង្គទតចុះក្នុងនគរយើងមានសេដ្ឋីឈ្មោះគោរវន្ទៈមានសម្បត្តិ80កោដគាត់មានរូបឆោមមិនគួរឲ្យមើលសោះគាត់គ្មានកូនប្រុសគ្មានកូនស្រីទាំងចំណេះវិជ្ជាអ្វីក៏គាត់មិនចេះដែរពេលគាត់ហាមាត់និយាយស្ដីម្ដងទឹកមាត់ហូរហៀកក្លាក់តាមសងខាងចង្ការស្ត្រីពីរនាក់ប្រកបដោយអលង្ការគ្រប់បែបស្អាតដូចជាទេពអប្សរតែនៅឈរអមសងខាងលោកគោរវន្ទៈសេដ្ឋីដៃនាងកាន់ផ្កាអូបុលខៀវដែលរីកស្រស់ល្អកាលណាបើឃើញទឹកមាត់ហៀក៏តែងតែយកផ្កាអូបុលខៀវនោះជូតរួចបោះផ្កាអូបុលខៀវនោះចោលទៅតាមបង្អួចពួកអ្នកបម្រើខ្លះមុននឹងចូលទៅកន្លែងទៀមស្រាបើត្រូវការអូបុលខៀវប្រដាប់កាយតែងតែនាំគ្នាទៅផ្ទះរបស់លោកគោរវន្ទៈសេដ្ឋីស្រែកហៅថាបបិទ្ធចវាយគោរវន្ទៈសេដ្ឋីគោរវន្ទៈសេដ្ឋីលោកគោរវន្ទៈសេដ្ឋីនោះការបលឺសំឡេងពួកគេហៅក៏មកឈរក្បែរបង្អួចស្រែកថាមានកិច្ចការអីក្មួយអើយគ្រានោះស្រាប់តែទឹកមាត់គាត់ហូរចេញមកតាមចង្ការទាំងសងខាងស្ត្រីពីរនាក់ដែលតាមបម្រើក៏ជូតទឹកមាត់នោះដោយផ្កាអូបុលខៀវរួចបោះចោលទៅលើផ្លូវពួកអ្នកប្រមឹករត់មករើសផ្កាទាំងនោះយកទៅលាងទឹកស្អាតពាក់សៀតលើខ្លួនប្រាណឲ្យសង្ហាដើរចូលទៅកាន់ទៀមស្រាសេដ្ឋីនោះដល់នៅសេចក្តីសុខដោយសារតែមានភោគសម្បត្តិកាលទូលព្រះបង្គំបានឃើញនៅហេតុនោះហើយទើបទូលថាបុគ្គលអ្នកមានប្រាជ្ញាជាបុគ្គលថោកទាបរីឯបុគ្គលមានភោគសម្បត្តិជាបុគ្គលប្រសើរព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះហើយទ្រង់ត្រាស់ថាយ៉ាងម៉េចទៅមហោសថបណ្ឌិតក្រាបទូលថាបបិទ្ធព្រះសុមាទិទេពអាចារ្យសេនកៈចេះដឹងស្អីគេឃើញតែយុះទេដូចជាក្អែកនៅកន្លែងដុំបាយដោយសំណក់ប្រឹងនឹងលិតទឹកដោះជូរគេមិនឃើញដំបងជ្រុងធំធ្លាក់លើក្បាលទេសូមទ្រង់ព្រះសណ្ដាប់ចោះព្រះសុមាទិទេពហើយមហោសថបានបញ្ចេញយោបល់ទៀតថាបុគ្គលអ្នកមានប្រាជ្ញាបានសេចក្តីសុខហើយរមែងស្រវឹងលុះត្រូវតែសេចក្តីទុក្ខប៉ះពាល់វិញក៏ដល់នៅសេចក្តីវង្វេងបុគ្គលអាប់អិតប្រាជ្ញាកាលបើត្រូវសេចក្តីសុខនិងទុក្ខថ្មីមកប៉ះពាល់ក៏រមែងញាប់ញ័រដូចជាត្រីចាំពីទឹកបោះទៅលើហាលក្តៅទូលព្រះបង្គំឃើញហេតុនេះទើបទូលថ្វាយថាបុគ្គលមានប្រាជ្ញាជាបុគ្គលប្រសើររីឯបុគ្គលខ្លៅមានយុះមិនប្រសើរឡើយទ្រង់ព្រះសណ្ដាប់ហើយព្រះរាជាទ្រង់មានព្រះរាជអង្គការថាដោយម្ដេចវិញសេនកៈក្រាបទូលថាបបិទ្ធព្រះសុមាទិទេពក្មេងនេះចេះដឹងអ្វីកុំថាឡើយមនុស្សសំបីហ្វូងបាក់សេទាំងឡាយក៏នៅតែគប់រកនៅឈើណាដែលសម្បូរដោយផ្លែផ្កាដែរអាចារ្យសេនកៈក្រាបទូលបន្តទៀតថាពួកសត្វបាក់សីតែងហៅសំដៅទៅទុំអាស្រ័យនៅដើមឈើដែលមានផ្លែដ៏ឆ្ងាញ់ក្នុងព្រៃយ៉ាងណាជនជាច្រើនតែងគប់រកបុគ្គលស្ដុកស្ដំបរិបូរដោយទ្រព្យនិងភោគៈព្រោះហេតុតែប្រយោជន៍ក៏យ៉ាងនោះដែរទូលបង្គំបានឃើញហេតុយ៉ាងនេះទើបទូលព្រះអង្គថាបុគ្គលមានប្រាជ្ញាជាបុគ្គលថោកទាបរីឯបុគ្គលមានសម្បត្តិជាបុគ្គលប្រសើរលើដូច្នោះព្រះរាជាត្រាស់ថាយ៉ាងមកវិញមហោសថក្រាបទូលថាតាពស់កំប៉ោងនោះចេះដឹងអ្វី
សូមទ្រង់ព្រះសណ្ដាប់ចុះហើយមហោសថបានក្រាបទូលព្រះរាជាបន្តថាបុគ្គលខ្លៅកាលណាមានអំណាចរមែងបាននៅទ្រព្យព្រោះតែធ្វើនៅកម្មដ៏ឃ្លាវខ្លាគឺការគៀបសង្កត់ប្រជារាស្ត្រដែលជាអំពើមិនល្អពួកនិរិយបាលតែងទាញកន្ត្រាក់នៅបុគ្គលខ្លៅឥតប្រាជ្ញាដែលកំពុងកន្ទូកន្ទិញនោះយកទៅកាន់នរកដែលមានទុក្ខវេទនាឈឺចាប់ខ្លោចផ្សាទូលព្រះបង្គំបានឃើញនៅហេតុនេះទើបទូលថាបុគ្គលមានប្រាជ្ញាជាបុគ្គលប្រសើររីឯបុគ្គលខ្លៅមានយុះមិនប្រសើរទេលើដូច្នោះព្រះរាជាត្រាស់ថាយ៉ាងម៉េចវិញលោកសេនកៈក្រាបទូលថាក្រាបទូលព្រះអង្គបុគ្គលដែលមានយុះមានឥសរិយៈមានបរិវារច្រើនចោមរោមស្ថិតនៅក្នុងទីវិនិច្ឆ័យបើទុកណាជាខ្លួនគេទ្រុសិលមិនសង្រួមដោយកាយជាដើមក៏គេអាចបំភ្លៃសេចក្តីគឺនិយាយកុហកក្លែងសម្ដីពិតធ្វើឲ្យអ្នកជាម្ចាស់មិនមែនម្ចាស់សម្ដីរបស់គេលូតលាស់ក្នុងកណ្ដាលនៃពួកញាតិមែនពិតអ្នកមានសម្បត្តិធ្វើអំពើដូច្នោះបានតែអ្នកមានប្រាជ្ញាធ្វើមិនបានទេទូលព្រះបង្គំបានឃើញនៅហេតុនេះហើយទើបទូលថាបុគ្គលមានប្រាជ្ញាជាបុគ្គលថោកទាបរីឯបុគ្គលមានសម្បត្តិជាបុគ្គលប្រសើរព្រះរាជាត្រាស់សួរបន្តទៀតថាណែបាមហោសថចុះអ្នកមានយោបល់អ្វីបន្ថែមទៀតទេមហោសថបណ្ឌិតក្រាបទូលថាសូមទ្រង់ព្រះសណ្ដាប់ព្រះអង្គសេនកៈនេះល្ងងខ្លៅណាស់មិនចេះដឹងអ្វីទាល់ទេសោះព្រោះថាបុគ្គលពាលអាប់ឥតប្រាជ្ញានិយាយកុហកព្រោះតែហេតុអ្នកដទៃឬខ្លួនឯងបុគ្គលពាលនេះរមែងត្រូវគេតេះដៀលក្នុងកណ្ដាលទីប្រជុំខាងកាលជាខាងក្រោយបុគ្គលពាលនេះរមែងទៅកាន់ទុគតិទូលព្រះបង្គំបានឃើញនៅហេតុនេះហើយទើបក្រាបទូលថាបុគ្គលមានប្រាជ្ញាជាបុគ្គលប្រសើររីឯបុគ្គលល្ងងខ្លៅមានយុះមិនប្រសើរទេគ្រានោះអាចារ្យសេនកៈនិយាយដូច្នេះថាបុគ្គលមានប្រាជ្ញាក្រាស់ដោយផែនដីតែមិនមានលំនៅមិនមានទ្រព្យធនគឺជាបុគ្គលក្រីក្របើទុកជាពលនៅសេចក្តីណាមួយដែលសមហេតុផលក៏សម្ដីរបស់បុគ្គលនោះមិនបានរីកចម្រើនក្នុងកណ្ដាលនៃពួកញាតិទាំងសិរីសួស្តីក៏មិនមានដែរពេលទៅកាន់សំណាក់អ្នកមានយុស័ក្តិរមែងមានសភាប្រកបដូចជាអំពិលអំពែកក្នុងពេលព្រះអាទិត្យរះឡើងទូលព្រះបង្គំបានឃើញហេតុនេះទើបទូលថាបុគ្គលមានប្រាជ្ញាជាបុគ្គលថោកទាបរីឯបុគ្គលល្ងងខ្លៅមានយុះសម្បត្តិជាបុគ្គលប្រសើរព្រះរាជាត្រាស់ទៀតថាមានយោបល់អ្វីថែមទៀតទេមហោសថបណ្ឌិតក្រាបទូលថាចេះដឹងស្អីអាចារ្យសេនកៈនឹងគេមើលឃើញត្រឹមតែលោកនេះប៉ុណ្ណោះលោកខាងមុខគេមើលមិនឃើញទេដូច្នេះហើយមហោសថបានពោលបន្តថាបុគ្គលអ្នកមានប្រាជ្ញាក្រាស់ដោយផែនដីមិននិយាយដោយពាក្យលេះលោះព្រោះហេតុនៃបុគ្គលដទៃឬខ្លួនឯងឡើយបុគ្គលអ្នកមានប្រាជ្ញានោះតែមានគេបូជាក្នុងកណ្ដាលទីប្រជុំលុះលះលោកនេះទៅអ្នកមានប្រាជ្ញានោះរមែងទៅកាន់សុគតិភពទូលព្រះបង្គំបានឃើញនៅហេតុនេះហើយទើបក្រាបទូលថាបុគ្គលមានប្រាជ្ញាជាបុគ្គលប្រសើររីឯបុគ្គលខ្លៅមានយុះមិនប្រសើរទេគ្រានោះសេនកៈនិយាយថាដំរីកោសេះកែមនីកណ្ដុលនិងនារីតែងកើតមានក្នុងត្រកូលដ៏ស្ដុកស្ដំដំរីកោសេះជាដើមទាំងអស់នោះជារបស់មិនមានដិតទើបទៅជាគ្រឿងឧបភោគប្រើប្រាស់របស់បុគ្គលជាឥស្សរៈមិនមែនត្រឹមតែនារីទាំងឡាយប៉ុណ្ណោះទេសូម្បីសត្វទាំងឡាយអ្នកមិនមានរិទ្ធទាំងអស់ក៏គង់ក្លាយជាឧបភោគរបស់បុគ្គលដែលជាឥស្សរៈនោះដែរទូលព្រះបង្គំបានឃើញហេតុនេះទើបទូលថ្វាយថាបុគ្គលមានប្រាជ្ញាជាបុគ្គលថោកទាបរីឯបុគ្គលមានសម្បត្តិជាបុគ្គលប្រសើរលំដាប់នោះមហោសថនិយាយថាអាចារ្យសេនកៈនេះចេះដឹងអ្វីហើយក៏ទាញយកហេតុដឹងផលមួយមកពោលបង្ហាញដូចនេះថាសិរីគឺជាឥស្សរៈយុះតែលះបង់បុគ្គលពីលដែលមិនចេះចាត់ចែងការងារ
ជាអ្នកមានកំណត់អាក្រក់ឥតប្រាជ្ញាដោយពស់សក់នៅសំណក់ចាស់ចោលទូលព្រះបង្គំបានឃើញហេតុនេះទើបទូលថ្វាយថាបុគ្គលមានប្រាជ្ញាជាបុគ្គលប្រសើររីឯបុគ្គលល្ងងខ្លៅមានយុះមិនប្រសើរទេព្រះរាជាសួរបន្តថាយ៉ាងម៉េចដែរសេនកៈអាចារ្យសេនកៈនោះក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពគេនោះក្មេងខ្ចីពេកណាស់គេចេះដឹងអ្វីសូមទ្រង់ព្រះសណ្ដាប់ចោះហើយក៏ពោលក្នុងកំណត់ផ្ចាញ់មហោសថឲ្យអស់តម្រេះលែងនិយាយតកើតដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកទូលព្រះបង្គំជាខ្ញុំទាំង5នាក់សុទ្ធសឹងជាបណ្ឌិតប្រណម្យដៃបម្រើព្រះអង្គទាំងអស់គ្នាព្រះអង្គជាធំលើសលប់លើសពួកទូលព្រះបង្គំជាខ្ញុំដូចជាសកៈទេវរាជជាធំលើពួកទេវតាទូលព្រះបង្គំបានឃើញហេតុនេះទើបទូលថ្វាយថាបុគ្គលមានប្រាជ្ញាជាបុគ្គលថោកទាបរីឯបុគ្គលមានយុះសម្បត្តិទើបជាបុគ្គលប្រសើរព្រះបាទវិទេហរាជទ្រង់ព្រះសណ្ដាប់នៅសេចក្តីអះអាងរបស់អាចារ្យសេនកៈប៉ុណ្ណេះទ្រង់មានព្រះតម្រិះថាហេតុផលដែលអាចារ្យសេនកៈនាំមកពោលនេះមានសភាពត្រឹមត្រូវតើបុត្ររបស់យើងនឹងអាចទាញហេតុនិងផលដទៃមកបំបែកទ្រឹស្ដីរបស់អាចារ្យសេនកៈនេះបានឬទេមានព្រះតម្រិះដូចនេះហើយទ្រង់សួរមហោសថថាយ៉ាងម៉េចបណ្ឌិតកូនហេតុផលដែលអាចារ្យសេនកៈលើកមកពោលអះអាងនេះវាលែងតែមហោសថចេញគឺគ្មានបុគ្គលណាម្នាក់មានសមត្ថភាពអាចបំបែកទ្រឹស្ដីនោះបានឡើយព្រោះហេតុនោះមហោសថមុននឹងបំបែកទ្រឹស្ដីរបស់អាចារ្យសេនកៈដោយកម្លាំងប្រាជ្ញារបស់ខ្លួនមហោសថបានក្រាបទូលព្រះរាជាថាបបិទ្ធមហារាជមនុស្សខ្លៅនោះចេះដឹងអ្វីគេឃើញតែយុះទេគេមិនដឹងសភាពពិសេសនៃប្រាជ្ញាទេសូមទ្រង់ព្រះសណ្ដាប់ហើយមហោសថក៏ពោលបន្តទៀតដូចនេះថាបុគ្គលពាលដែលមានយុះទុកដូចជាទាស័ករបស់បុគ្គលអ្នកមានប្រាជ្ញាកាលបើមានរឿងហេតុការណ៍អ្វីមួយកើតឡើងដូច្នោះអ្នកប្រាជ្ញបាននិពន្ធប្រស្នាដ៏ល្អិតសុខុមបុគ្គលពាលតែងវង្វេងវង្វាន់តច្រកដោះប្រស្នាដ៏ល្អិតនោះមិនរួចទូលព្រះបង្គំជាខ្ញុំបានឃើញហេតុនោះហើយទើបទូលថាបុគ្គលមានប្រាជ្ញានឹងឯងជាបុគ្គលប្រសើររីឯបុគ្គលខ្លៅមានស័ក្តិមិនប្រសើរទេគ្រាន់តែមហោសថទាញយកហេតុផលដ៏ត្រឹមត្រូវទំនងនេះមកសម្ដែងភ្លាមហាក់បីដូចជាកែវខ្សាច់មាសអំពីជើងភ្នំសុមេរុឬដោយបាចលំអិតក្លឹមច័ន្ទពាពេញផ្ទៃនភាលីនាលកាលមហោសថថ្លែងបង្ហាញអំពីអានុភាពនៃប្រាជ្ញាយ៉ាងនេះព្រះរាជាត្រាស់នឹងសេនកៈថាយ៉ាងម៉េចដែរសេនកៈតើអ្នកអាចពោលបន្ថែមទៀតទេឬចំណែកអាចារ្យសេនកៈអស់តម្រេះទាល់ប្រាជ្ញាបង្ហិនចំណេះវិជ្ជាខ្លួនដែលខំរៀនទាំងអបានមានដូចជាធញ្ញជាតិប្រមូលដាក់ចង្រុកហើយត្រូវខ្ទេចខ្ទីអស់ទៅវិញគេអង្គុយខ្មាស់សំយងកអោនមុខចោះមែនប៉ិតប្រសិនបើសេនកៈនោះគប្បីនាំមកនៅហេតុនិងផលដទៃទៀតមកអាងជាដកនេះនឹងមិនអាចចប់ក្នុងគាថា1000ប៉ុន្តែក្នុងពេលអាចារ្យសេនកៈអង្គុយអស់តម្រេះតតាំងមហោសថបានឆ្លៀតឱកាសពោលសរសើរគុណនៃប្រាជ្ញាបន្ថែមបីដូចជាទឹកជំនន់ដ៏ធំដូចនេះថាតាមពិតពួកសាបរោះតែងសរសើរប្រាជ្ញាតែម្យ៉ាងបបិទ្ធមហារាជព្រោះហេតុតែពួកមនុស្សអន្តពាលតែងត្រេកអរចំពោះតែភោគៈដូច្នោះយុស័កទើបជាទីត្រេកអររបស់ពួកគេដែលហៅថាយួននេះគឺបណ្ឌិតទាំងឡាយតែងតែដៀលតែវាជាទីប្រាថ្នារបស់បុគ្គលពាលមួយទៀតញាណនៃអ្នកប្រាជ្ញទាំងឡាយមានតម្លៃរកអ្វីប្រៀបផ្ទឹមមិនបានទេគ្រប់សម័យកាលទាំងអស់បុគ្គលអ្នកមានយុស័កមិនអាចបោះបង់ចោលបុគ្គលអ្នកមានប្រាជ្ញាបានឡើយក្រាបទូលព្រះរាជាទ្រង់ព្រះសណ្ដាំដូច្នោះទ្រង់មានព្រះរាជហឫទ័យត្រេកអរចំពោះការដោះស្រាយប្រស្នារបស់មហោសថព្រះអង្គមុននឹងបូជាទ្រព្យចំពោះមហោសថឲ្យដូចជាភ្លៀងធ្លាក់មកទាំងដុំទ្រង់បានពោលដូចនេះថាណែមហោសថអ្នកជាបុគ្គលឃើញនៅធម៌សពគ្រប់យើងបានសួរនៅប្រស្នាណា
អាចអ្នកដោះស្រាយនៅប្រស្នានោះថ្វាយយើងច្បាស់លាស់ណាស់យើងសែនត្រេកអរជាទីបំផុតចំពោះការដោះប្រស្នារបស់អ្នកយើងព្រះរាជទានគោអូសុភ័ក្រ1000ដំរីរត់ដែលតឹមដោយសិស្សជាអាចិន័យ10និងស្រុកសួយដល់6ដល់អ្នកពីគ្រានោះមកមហោសថបានទទួលយុស័កទ្រព្យសម្បត្តិយ៉ាងច្រើនរបស់របរទាំងអស់នោះព្រះនាងឧត្តមពោទេវីបានរៀបចំទុកដាក់ឲ្យយ៉ាងគង់វង្សល្អបំផុតលុះដល់មហោសថអាយុ16ឆ្នាំព្រះនាងគិតថាប្អូនអញធំពេញកំឡោះហើយយុសរបស់គេក៏ខ្ពង់ខ្ពស់ហើយដែរគួរណាស់តែអញរៀបចំផ្គុំឲ្យគេមានភរិយាហើយព្រះនាងទៅក្រាបទូលសេចក្តីនោះចំពោះព្រះរាជាត្រាស់ថាប្រពៃណាស់ចូលនាងប្រាប់មហោសថឲ្យដឹងផងចោះព្រះនាងក៏បានប្រាប់មហោសថឲ្យដឹងកាលបើមហោសថយល់ព្រមព្រះនាងប្រាប់ថាប្អូនប្រុសបើដូច្នោះខ្ញុំនឹងទៅស្ដីដណ្ដឹងកូនក្រមុំគេមកឲ្យប្អូនឯងផ្ទាល់លំដាប់នោះមហោសថគិតថាក្នុងការកន្លងមកកូនក្រមុំដែលអ្នកទាំងនោះស្ដីដណ្ដឹងមកឲ្យអញមិនដែលត្រូវចិត្តអញសោះអញត្រូវតែជ្រើសរើសប្រពន្ធដោយខ្លួនឯងវិញសឹមទូលព្រះអង្គនិងព្រះនាងជាខាងក្រោយលោកគិតដូច្នេះហើយមហោសថបានក្រាបទូលព្រះនាងយ៉ាងនេះថាបបិទ្ធព្រះទេវីសូមព្រះនាងកុំអាលប្រាប់អ្វីដល់ព្រះរាជាចាំពី3ថ្ងៃសិនទូលព្រះបង្គំនឹងស្វែងរកនៅកូនក្រមុំគេម្នាក់ដោយខ្លួនឯងតាមការគាប់ចិត្តរបស់ទូលព្រះបង្គំរួចខ្ញុំនឹងទូលព្រះនាងជាខាងក្រោយព្រះនាងក៏យល់ព្រមថាប្អូនប្រុសចូលប្អូនជ្រើសរើសតាមចិត្តប្អូនចោះមហោសថថ្វាយបង្គំលាព្រះទេវីហើយទៅកាន់ផ្ទះរបស់ខ្លួនឲ្យសញ្ញាដល់ពួកសម្លាញ់រួចស្លៀកពាក់ខ្លែងភេទដែលអ្នកផងមើលមិនស្គាល់កាន់ដំបងនិងឧបករណ៍តម្បាញដើរចេញទៅតាមទ្វារខាងជើងតែម្នាក់ឯងធ្វើដំណើរឆ្ពោះទៅកាន់ស្រុកអូដក្រៀមភូមិភាគខាងជើងនៅស្រុកនោះមានត្រកូលមួយធ្លាប់ជាសេដ្ឋីពីជំនាន់ដើមតែក្រោយមកធ្លាក់ខ្លួនក្រត្រកូលនោះមានកូនស្រីតែម្នាក់ឈ្មោះអមរាទេវីនាងមានរូបឆោមលោមពណ៌ល្អគួរឲ្យពិតបើរមើលមើលគួរជាទីស្រឡាញ់ដល់ព្រមដោយលក្ខណៈសពគ្រប់នាងជាអ្នកមានបុណ្យភ័ព្វសំណាងពីព្រេងនេះកប់ជួនជាថ្ងៃនោះនាងអមរាចំអិនបបរពីព្រលឹមទូលយកទៅជូនឪពុកដែលកំពុងភ្ជួរស្រែមហោសថក៏បានធ្វើដំណើរទៅតាមផ្លូវនោះដែរមហោសថលោតែប្រទះភ្នែកឃើញនាងកំពុងដើរមកគិតក្នុងចិត្តថានាងនេះមានលក្ខណៈល្អប្រពៃសពគ្រប់អ្វីម្លេះទេអញកម្របានជួបប្រទះណាស់ប្រសិនបើនាងនៅលីវមិនទាន់មានគេគ្រប់គ្រងទេនាងសំតែជាភរិយារបស់អញចំណែកនាងអមរានោះវិញចោលភ្នែកឃើញមហោសថភ្លាមគិតក្នុងចិត្តថាប្រសិនបើអញគប្បីបាននៅក្នុងផ្ទះរបស់បរោះនោះអញប្រកាសជាទុកដាក់ទ្រព្យសម្បត្តិបានយ៉ាងល្អគ្រានោះមហោសថគិតថាឥឡូវនេះអញមិនទាន់ដឹងថាស្ត្រីនេះមានប្តីឬអត់ទេអញនឹងសួរនាងដោយប្រស្នាក្តាប់ដៃប្រសិនបើនាងនោះជាស្ត្រីឆ្លាតគង់តែនាងយល់នៃពុំខានតែបើនាងមិនឆ្លាតនាងនឹងមិនយល់នៃឡើយហើយអញនឹងដើរហួសទៅពីទីនេះតែម្ដងលោកគិតដូច្នេះហើយមហោសថកំពុងស្ថិតនៅក្នុងទីឆ្ងាយនៅឡើយក៏ធ្វើអាការៈក្តាប់ដៃឲ្យនាងអមរានោះមើលមកឃើញចំណែកនាងអមរាឃើញហើយយល់នៃភ្លាមថាយីអើបរោះនេះសួរអញថាមានស្វាមីឬក៏អត់ទេតើដូច្នេះនាងក៏លាដៃឲ្យមហោសថឃើញវិញមហោសថកាលបើដឹងថានាងនៅលីវក៏ដើរចូលទៅចិត្តរួចសួរថាមនាលប្អូនស្រីតើនាងឈ្មោះអ្វីអមរាឆ្លើយថាបបិទ្ធអ្នកប្រុសខ្ញុំមានឈ្មោះជារបស់ដែលមិនមានក្នុងអតីតឬអនាគតឬក៏ក្នុងបច្ចុប្បន្ននេះមហោសថនិយាយថាមនាលប្អូនស្រីដែលហៅថាការមិនស្លាប់មិនមានក្នុងលោកទេនាងមានឈ្មោះអមរាមែនទេអមរាឆ្លើយតបថាពិតជាត្រឹមត្រូវមែនអ្នកប្រុសមហោសថថាណែប្អូនស្រីតើនាងយកបបរទៅជូននរណាអមរាឆ្លើយថាទៅជូនពពទេវីអ្នកប្រុសម
មហោសថនិយាយថាទៅជូនឪពុកនាងមែនទេនាងអមរាឆ្លើយថាពិតជាយ៉ាងនោះមែនហើយអ្នកប្រុសមហោសថសួរថាឪពុករបស់នាងកំពុងធ្វើអ្វីនាងអមរាឆ្លើយថាអ្នកប្រុសឪពុកខ្ញុំកំពុងធ្វើរបស់មួយឲ្យទៅជាពីរមហោសថថាធម្មតាការធ្វើរបស់មួយឲ្យទៅជាពីរមានតែការភ្ជួរស្រែអញ្ចឹងមានតែឪពុកនាងកំពុងតែភ្ជួរស្រែមែនឬទេអមរាឆ្លើយថាពិតដូច្នោះមែនហើយអ្នកប្រុសមហោសថថាចុះឪពុករបស់នាងភ្ជួរស្រែនៅឯណាអមរាឆ្លើយថាគាត់កំពុងភ្ជួរនៅកន្លែងដែលពួកគេទៅម្ដងហើយមិនមកវិញទេអ្នកប្រុសមហោសថថាដែលហៅថាកន្លែងមិនមកវិញរបស់ពួកមនុស្សអ្នកទៅម្ដងហើយមានតែព្រៃស្មោសានកន្លែងចោលខ្មោចបើអញ្ចឹងមានតែឪពុករបស់នាងភ្ជួរស្រែចិត្តព្រៃស្មោសានពិតមែនឬទេបងអូនស្រីអមរាឆ្លើយថាពិតយ៉ាងនោះមែនហើយអ្នកប្រុសមហោសថសួរថាតើនាងនឹងមកវិញក្នុងថ្ងៃនេះឬទេអមរាឆ្លើយថាបពិតអ្នកប្រុសប្រសិនបើគេមកខ្ញុំនឹងមិនមកទេតែបើគេមកខ្ញុំនឹងមកវិញមហោសថនិយាយថាឪពុកនាងទំនងជាភ្ជួរស្រែនៅឯត្រើយនាយនៃស្ទឹងកាលបើទឹកជន់មកនាងចាក់ជាមិនមកទេតែកាលបើទឹកមិនជន់មកទេនាងប្រកាសជាមកវិញមែនឬទេអមរាឆ្លើយថាពិតមែនហើយអ្នកប្រុសមហោសថបានធ្វើការនិយាយផ្ដោះផ្ដងសាកសងឆ្លើយឆ្លងជាមួយនឹងនាងអមរាមានប្រមាណប៉ុណ្ណេះគ្រានោះអមរាទេវីសួរមហោសថថាតើអ្នកប្រុសចង់ទទួលទានបបរដែរឬទេមហោសថគិតថាធម្មតាការបដិសេធដំបូងវាជាអពមង្គលហើយក៏ប្រាប់ថាបាទខ្ញុំចង់ហូបបន្តិចមើលចំណែកនាងអមរាដាក់បបរដែលនាងទូលចុះមកមហោសថគិតថាប្រសិនបើនាងមិនលាងចាននិងមិនឲ្យទឹកលាងដៃអញនឹងចេញទៅចោលនាងតែម្ដងមិនទទួលទានបបរទេប៉ុន្តែនាងអមរាលាងចានរួចយកចាននឹងដងទឹកហុចឲ្យមហោសថលាងដៃនាងអមរាដាក់ចានលើដីរួចកូរបបរឲ្យពេញក្នុងឆ្នាំងព្រោះគ្រាប់បបរក្នុងឆ្នាំងនោះខាប់ដុំដុំគ្រានោះមហោសថសួរនាងថាមនាលប្អូនស្រីម្ដេចក៏បបរនេះខាប់ម្លេះអមរាឆ្លើយថាមកអំពីអត់មានទឹកអ្នកប្រុសមហោសថនិយាយថាទំនងនៅតាមភ្លឺស្រែអត់មានទឹកទេឬអមរាឆ្លើយថាពិតយ៉ាងនោះមែនហើយអ្នកប្រុសនាងអមរាទុកបបរមួយចំណែកសម្រាប់ឪពុកហើយបានឲ្យមហោសថមួយចំណែកមហោសថហត់បបររួចខ្ពុលមាត់ហើយប្រាប់ថាណែប្អូនស្រីខ្ញុំនឹងទៅផ្ទះម្ដាយនាងសូមប្រាប់ផ្លូវខ្ញុំផងបានទេអមរាឆ្លើយថាមិនជាអ្វីទេអ្នកប្រុសហើយនាងអមរាបានប្រាប់ផ្លូវដោយពាក្យដូចនេះថាបបិទ្ធអ្នកប្រុសសូមអ្នកអញ្ជើញចូលទៅខាងក្នុងស្រុកនឹងឃើញផ្សារសដៅមួយបន្ទាប់ពីនោះមកមានផ្សារម្ជូរនៅខាងមុខនោះមានដើមរលួសស្លឹក2ជាន់កំពុងតែមានផ្ការីកស្គូស្គីដូច្នោះអ្នកប្រុសដើរតាមផ្សារលក់សដៅផ្សារលក់ម្ជូរនឹងដើមរលួសដែលមានផ្ការីកនោះចុះហើយឈរក្បែរគល់រលួសបត់ទៅខាងស្ដាំតាមដៃកាន់បបររបស់នាងខ្ញុំកុំទៅឆ្វេងតាមខាងដៃដែលមិនបានកាន់បបរឲ្យសោះទិសនោះឯងហើយជាផ្លូវទៅចំផ្ទះរបស់យើងដែលស្ថិតនៅក្នុងស្រុកយវមជ្ឈក្រៀមនេះជាពាក្យដែលនាងខ្ញុំបាននិយាយបិទបាំងយ៉ាងនេះសូមអ្នកប្រុសដឹងនៅផ្លូវកាត់ឬផ្លូវកំបាំងនៅផ្លូវកាត់ឬហេតុកំបាំងចោះក្រោយពេលប្រាប់ផ្លូវទៅផ្ទះរបស់មហោសថយ៉ាងនេះនាងអមរាបានយកបបរបំរុងជូនឪពុកធ្វើដំណើរជាចេញទៅចំណែកមហោសថទៅផ្ទះនាងអមរាតាមផ្លូវដែលនាងប្រាប់គ្រានោះម្ដាយរបស់អមរាទេវីឃើញមហោសថក៏បានរៀបចំកន្លែងឲ្យអង្គុយហើយសួរថាតែក្មួយចង់ហូបបបរទេមហោសថឆ្លើយថាបាទម៉ែអមរាទេវីប្អូនស្រីខ្ញុំបានឲ្យបបរដល់ខ្ញុំបន្តិចហើយឮដូច្នោះម្ដាយអមរាដឹងច្បាស់ក្នុងចិត្តថាបរោះនេះប្រកាសជាមកដណ្ដឹងកូនក្រមុំអញហើយមហោសថ
បើទុកណាជាដឹងនៅភាពទូរគតរបស់ពួកគេក៏នៅតែសួរថាម៉ែខ្ញុំជាជាងដេប៉ាតើមានសម្ពុតអ្វីល្មមដេបានឬទេម្ដាយរបស់អាមារ៉ានិយាយថាមានដែរក្មួយអើយប៉ុន្តែមីងអត់មានប្រាក់ឈ្នួលទេមហោសុតនិយាយថាខ្ញុំមិនគិតថ្លៃអ្វីទេសូមម៉ែយកវាមកចោះខ្ញុំនឹងដេជូនម្ដាយនាងអាមារ៉ាបានយកសម្ពុតចាស់ចាស់ជាច្រើនមកឲ្យដេមហោសុតគិតតែពីដេរហូតដល់អស់នៅសម្ពុតដែលគាត់យកមកទាំងអម្បាម៉ាន់ពិតមែនហើយដែលហៅថាជាការងាររបស់អ្នកមានបុណ្យតែងតែបានសម្រេចលំដាប់នោះមហោសុតប្រាប់ម្ដាយនាងអាមារ៉ាថាម៉ែសូមម៉ែទៅជម្រាបអ្នកស្រុកឲ្យដឹងថាមានជាងប្រសពដេរខោអាវមកដល់ថ្មីម្ដាយអាមារ៉ាបានដើរជម្រាបគេឯងឲ្យដឹងទូទាំងស្រុកមហោសុតបានធ្វើការដេរប៉ាក់ត្រឹមតែមួយថ្ងៃបានចំណូល 1000 កេហបណៈម្ដាយនាងអាមារ៉ាចំអិនអាហារពេលព្រឹកឲ្យមហោសុតរួចសួរថាកូនតើម៉ែគួរចំអិនអាហារល្ងាចនេះប៉ុណ្ណាមហោសុតឆ្លើយថាបានម៉ែមនុស្សហូបចុកក្នុងផ្ទះនេះមានប្រមាណអ្នកសូមម៉ែដណ្ដាំតាមចំនួនមនុស្សប៉ុណ្ណេះចុះម្ដាយនាងអាមារ៉ាបានចំអិនម្ហូបទឹកនិងម្ហូបក្រៀមជាច្រើនមុខនិងដាំបាយយ៉ាងច្រើនផងដែរដល់វេលាល្ងាចនាងអាមារ៉ាទេវីទូលអស់មួយបាច់ខ្ចប់បន្លែមួយថ្នាក់ដើរមកអំពីព្រៃដាក់បាច់អស់ចិត្តទ្វារខាងមុខផ្ទះរួចចូលទៅតាមទ្វារខាងក្រោយចំណែកឪពុករបស់នាងដើរមកផ្ទះពេលល្ងាចជាងនាងមហោសុតបរិភោគនៅភោជនដែលមានឱជារសឆ្ងាញ់ពិសាផ្សេងចំណែកនាងអាមារ៉ារៀបបាយម្ហូបជូនម្ដាយឪពុកនិងមហោសុតបរិភោគរួចមុនហើយទើបបាននាងហូបក្នុងការជាខាងក្រោយបន្ទាប់មកនាងលាងជើងរបស់ម្ដាយឪពុករួចលាងជើងជូនភ្ញៀវមហោសុតស្នាក់នៅទីនោះ 2-3 ថ្ងៃឃ្លាំមើលនាងអាមារ៉ាកាលកំពុងសាកល្បងនាងអាមារ៉ានោះក្នុងថ្ងៃមួយមហោសុតនិយាយថាណែប្អូនស្រីនាងយកអង្ករកន្លះនាលទៅបែងចែកដាំបបរខ្លះធ្វើនំខ្លះដាំបាយខ្លះឲ្យខ្ញុំទទួលទាននាងអាមារ៉ាយល់ព្រមធ្វើតាមក៏បុកអង្ករកន្លះនាលនោះអង្ករណានៅក្របមូលដាំបាយអង្ករណាពាក់កណ្ដាលក៏ដាំបបរឯកណ្ដកៈយកទៅចម្អិនធ្វើជានំមិនតែប៉ុណ្ណោះនាងបានចម្អិនម្ហូបទឹកនិងម្ហូបក្រៀមយ៉ាងល្មមហូបជាមួយនឹងបាយនោះផងបបរនោះក៏មានម្ហូបក្រៀមសម្រាប់ហូបជាមួយផងដែរបបរនោះគ្រាន់តែដាក់ដល់មាត់ភ្លាមបានជ្រួតជ្រាបទៅតាមសរសៃទាំង7000ក្នុងសរីរាង្គកាយដើម្បីសាកល្បងនាងឲ្យបានជាក់លាក់មហោសុតធ្វើពុតជាខឹងថាណែប្អូនស្រីនាងមិនចេះដាំបបរសោះហេតុអ្វីបានជាបង្ហិនអង្គខ្ញុំយ៉ាងនេះថាដូច្នេះហើយក៏ខាកទឹកមាត់ស្ដោះទៅលើដីនាងអាមារ៉ាអត់ខឹងនឹងមហោសុតទាល់ទេសោះនាងថែមទាំងហុចនំជូនក៏និយាយថាបបិទ្ធអ្នកប្រុសបើបបរមិនឆ្ងាញ់ទេសូមអញ្ជើញពិសានំនេះវិញមហោសុតក៏ធ្វើជាខឹងស្ដីបន្ទោសខាស្ដោះដូចមុនទៀតនាងអាមារ៉ាហុចបាយទៅម្ដងហើយនិយាយថាបបិទ្ធអ្នកប្រុសប្រសិនបើនំនេះមិនឆ្ងាញ់ទេសូមអញ្ជើញបរិភោគបាយនេះម្ដងមហោសុតធ្វើពុតជាខឹងទៀតបន្ទោសនាងដូច្នោះទៀតថានាងមិនចេះចម្អិនអីសោះហេតុអ្វីបានជាបង្ហិនអង្គអស់យ៉ាងនេះលុះស្ដីឲ្យហើយច្របល់របស់ទាំង3លាយចូលគ្នាលាបទាំងក្បាលរហូតពេញរាងកាយរបស់នាងអាមារ៉ាហើយដេញថាចេញទៅអង្គុយនៅឯមាត់ទ្វារចុះនាងអាមារ៉ាឆ្លើយវិញថាចាអ្នកប្រុសនាងអាមារ៉ាអត់ខឹងបន្តិចទាល់ទេសោះក៏ដើរទៅអង្គុយនៅឯមាត់ទ្វារមហោសុតដឹងថានាងអាមារ៉ាចេះអត់ធ្មត់ល្មមលះបង់នៅមានះក៏ស្រែកហៅនាងមកវិញថាមកនេះវិញប្អូនស្រីនាងអាមារ៉ាអត់ខឹងដើរមកវិញដោយប្រាប់ត្រឹមតែមួយដងមុនចេញពីរាជធានីមកមហោសុតបានរៀបចំជាស្រេចនៅសម្ពុតថ្មីមួយគូព្រមទាំងប្រាក់ 1000 កេហបណៈទុកក្នុងធម្មរដូវគ្រានោះមហោសុតទាញសម្ពុតថ្មីនោះ
ដាក់ទៅលើដៃរបស់នាងអមរារួចប្រាប់ថាណែប្អូនស្រីចូលនាងទៅងូតទឹកជាមួយនឹងមិត្តសម្លាញ់ស្រីរបស់នាងរួចហើយស្លៀកសំពត់ថ្មីនេះត្រឡប់មកវិញនាងអមរាបានធ្វើតាមការណែនាំរបស់មហោសថទាំងអស់មហោសថបណ្ឌិតបានប្រគល់នៅទ្រព្យដែលរកបាននិងទ្រព្យដែលខ្លួនបានមានស្រាប់ជូនដល់ម្ដាយឪពុករបស់នាងអមរាដើម្បីសូមស្ដីដណ្ដឹងកូនស្រីដោយនិយាយឲ្យពួកគាត់ទុកចិត្តនិងកុំឲ្យព្រួយបារម្ភហើយបានលាលោកឪពុកក្មេកនិងម្ដាយក្មេកនាំគ្នាដើរបណ្ដើរនាងអមរាឆ្ពោះទៅកាន់រាជធានីដើម្បីសាឡបងនាងអមរានៅតាមផ្លូវមហោសថហុចឆាត់និងស្បែកជើងទៅឲ្យនាងអមរាហើយប្រាប់យ៉ាងនេះថាណែប្អូនស្រីចូលនាងដើរបាំងឆាត់ពាក់ស្បែកជើងនេះចុះនាងអមរាទទួលយករបស់នោះតែពុំបានធ្វើតាមយ៉ាងនោះទេការនាងដើរទៅទីវាលហាក្តៅនាងមិនបានបាំងឆាត់ទេតែដល់ក្នុងព្រៃដែលមានម្លប់ឈើនាងបែរជាបាំងឆាត់ទៅវិញនៅលើគោកនាងដើរដោះស្បែកជើងដល់តែទៅក្នុងទឹកនាងបែរជាដើរពាក់ស្បែកជើងទៅវិញមហោសថឃើញការចម្លែកបែបនេះក៏សួរនាងថាតើហេតុដូចម្ដេចបានជាការនៅលើគោកនាងមិនពាក់ស្បែកជើងលុះមកដល់ក្នុងទឹកបែរជាពាក់ស្បែកជើងអញ្ចឹងនៅហាក្តៅម្ដីក៏មិនបាំងឆាត់លុះដល់មកដល់ព្រៃមានម្លប់ទើបនាងបាំងឆាត់ទៅវិញនាងអមរាឆ្លើយថាបបិទ្ធអ្នកជាស្វាមីនៅកន្លែងគោកនាងខ្ញុំអាចមើលបន្លាជាដើមឃើញរីឯនៅក្នុងទឹកខ្ញុំមើលឆ្អឹងត្រីអណ្ដែតនិងបន្លាជាដើមមិនឃើញទេកាលបើវាមុតជើងអាចបណ្ដាលឲ្យយើងឈឺចាប់នៅទីវាលឥតមានបន្លាឈើងាប់ជាដើមទេប៉ុន្តែនៅក្នុងព្រៃគង់តែមានកំណាត់ឈើងាប់ជាដើមជ្រុះលើក្បាលក៏អាចបណ្ដាលឲ្យយើងឈឺចាប់ដែរដោយហេតុនេះហើយទើបនាងខ្ញុំឆ្លើយយ៉ាងនេះជាប្រយោជន៍ដើម្បីការពារខ្លួនមហោសថបានស្ដាប់សម្ដីរបស់នាងអមរាអំពីហេតុពីរយ៉ាងនេះហើយលោកពេញចិត្តនឹងនាងអមរាជាខ្លាំងក៏បន្តដំណើរទៅមុខទៀតទៅដល់តំបន់មួយមានដើមពុទ្រាមួយដើមមានមេត្រចឹងត្រឆៃទាំងមានផ្លែទុំដ៏ច្រើនបន្ទាប់ពីបានឃើញហើយអ្នកទាំងពីរដើរតម្រង់មកឈប់សម្រាកនៅក្រោមដើមពុទ្រានោះនាងអមរាបានឃើញមហោសថអង្គុយក្បែរគល់ពុទ្រាក៏និយាយថាបងសូមបងឡើងបេះផ្លែពុទ្រាពិសាហើយទម្លាក់ឲ្យខ្ញុំហូបផងមហោសថតបថាអូនបងហត់ណាស់មិនអាចឡើងបានទេអូនឡើងបេះខ្លួនឯងចុះលើពាក្យមហោសថដូច្នោះនាងអមរាក៏ឡើងដើមពុទ្រាដោយខ្លួនឯងរួចអង្គុយលើប្រកៀបមេឃបេះផ្លែពុទ្រាមហោសថនិយាយនឹងនាងថាអូនទម្លាក់ផ្លែឲ្យបងខ្លះផងនាងអមរាគិតថាបរោះនេះជាបណ្ឌិតឬមិនមែនទេណអញនឹងសាកល្បងមើលម្ដងទៀតចុះរួចសួរមហោសថថាបងតើបងចង់ពិសាផ្លែក្តៅឬផ្លែត្រជាក់មហោសថតបធ្វើដូចជាមិនយល់ការយ៉ាងនេះថាបងត្រូវការផ្លែពុទ្រាក្តៅអមរាបានបេះផ្លែពុទ្រាជាច្រើនទៅលើដីខ្សាច់ទាំងនិយាយថាអញ្ជើញពិសាចុះមហោសថទៅរើសផ្លែពុទ្រាទាំងនោះផ្លុំហើយបរិភោគហើយនិយាយសាឡបងនាងអមរាវិញយ៉ាងនេះថាណែអូនអើយសូមអូនបេះផ្លែត្រជាក់បងម្ដងមកគ្រានោះនាងអមរាបោះផ្លែពុទ្រាទៅលើស្មៅមហោសថទៅរើសផ្លែទាំងនោះហូបគិតសប្បាយក្នុងចិត្តថាក្រមុំនេះឆ្លាតម្លេះហើយប្រាប់នាងថាប៉ុណ្ណឹងបានហើយអូនចុះមកវិញមកនាងអមរាឮមហោសថប្រាប់ដូច្នោះនាងក៏ចុះមករួចកាន់ក្អមដើរទៅទឹកស្ទឹងដងយកមកឲ្យមហោសថទទួលទានមហោសថផឹកទឹករួចខ្ពុលមាត់ហើយក្រោកចាកពីទីនោះធ្វើដំណើរដល់រាបដល់រាជធានីលំដាប់នោះមហោសថផ្ញើនាងអមរាឲ្យនៅផ្ទះរបស់នាយឆ្នាំងទ្វារដើម្បីសាកល្បងចិត្តនាងអមរាបន្ថែមទៀតមហោសថប្រើប្រពន្ធនាយឆ្មាំទ្វារថាខ្លួននឹងសាកល្បងនាងអមរាហើយក៏លាគាត់ធ្វើដំណើរទៅកាន់លំនៅឋានរបស់ខ្លួនហើយឲ្យប្រាក់ 1000 កហបណៈដល់ពួកប្រុស 4-5 នាក់
ដោយប្រាប់ថាខ្ញុំមកនេះដោយបានទុកស្ត្រីម្នាក់នៅឯផ្ទះនេះឆ្មាំទ្វារពួកអ្នកចូលយកប្រាក់ 1000 កេហបណៈនេះទៅទិញទឹកចិត្តនាងមើលពួកប្រុសបាននាំគ្នាធ្វើតាមបញ្ជាយ៉ាងនោះមែននាងអមរាបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះប្រុសទាំងនោះដោយនិយាយថាប្រាក់ 1000 កេហបណៈនេះមានតម្លៃមិនស្មើនឹងធូលីដីដែលជាប់បាតជើងប្តីរបស់នាងខ្ញុំទេចូលពួកអ្នកទៅរកស្ត្រីផ្សេងទៅវិញទៅពួកប្រុសបាននាំគ្នាវិលត្រឡប់មកវិញជំរាបមហោសថបណ្ឌិតឲ្យបានជ្រាបអំពីអាការៈនិងសម្ដីរបស់នាងអមរាមហោសថបញ្ជូនអ្នកទាំងនោះឲ្យទៅសាឡបងចិត្តនាងរហូតដល់ទៅ3លើកឯលើកទី4មហោសថបានប្រាប់ពួកប្រុសថាបើដូច្នោះពួកអ្នកចូលទៅចាប់នាងយកមកផ្ទះខ្ញុំបរិសទាំងឡាយបានធ្វើតាមពាក្យបញ្ជាទៅទាញដៃនាងអមរាចេញពីផ្ទះនាយឆ្មាំទ្វារនាំទៅផ្ទះមហោសថរាត្រីនោះមហោសថបានស្លៀកពាក់ឯកសណ្ឋានអេសរយុសមានយុសសម្បត្តិដ៏ខ្ពង់ខ្ពស់នាងអមរាមើលមហោសថមិនស្គាល់ថាជាស្វាមីរបស់នាងទេគ្រាន់តែក្រឡេកឃើញអេសរជននោះភ្លាមនាងសោយផងយំផងអេសរជននោះសួរថាហេតុអ្វីបានជានាងសោយផងយំផងដូច្នេះគ្រានោះនាងប្រាប់អេសរជននោះថាលោកប្រុសអើយខ្ញុំក្រឡេកឃើញសម្បត្តិរបស់លោកហើយខ្ញុំសោចគឺខ្ញុំសោចដោយគិតថាលោកប្រុសមិនមែនបានសម្បត្តិនេះដោយឥតហេតុទេគឺបានដោយសារធ្វើកុសលកម្មទុកក្នុងភពមុនពិតប្រាកដណាស់នេះហើយដែលគួរឲ្យសរសើរដែលហៅថាបុណ្យឲ្យផលមានយូរសម្បត្តិស្ដុកស្ដំអញ្ចឹងទេតាខ្ញុំសោចដោយសរសើរជួយត្រេកអរនឹងលោកប៉ុន្តែត្រង់ថាខ្ញុំយំគឺយំដោយមានក្តីអាណិតអាសូរចំពោះលោកប្រុសដោយលោកគិតថាឥឡូវនេះលោកប្រុសនឹងប្រព្រឹត្តអំពើយងខ្នងខុសចំពោះវត្ថុដែលមានអ្នកដទៃរក្សាគ្រប់គ្រងហើយលោកបំរុងមកតែនឹងធ្លាក់ខ្លួនទៅឋាននរកពុំខានឡើយមហោសថបានសាឡបងនាងអមរាដឹងថានាងមានភាពបរិសុទ្ធហើយស្មោះត្រង់នឹងស្វាមីដូច្នេះលោកបានបញ្ជាក់ពួកទាំងនោះថាពួកអ្នកចូលនាំស្ត្រីនេះទៅទុកនៅកន្លែងដើមវិញទៅលោកបានបញ្ជាពួកគេឲ្យនាំនាងអមរាទៅផ្ទះវិញដូច្នេះហើយលោកក៏បានបដូរសម្លៀកបំពាក់ក្លែងខ្លួនធ្វើជាជាងតម្បាញដូចមុនវិញមកស្នាក់អាស្រ័យនៅគេហដ្ឋាននាយឆ្មាំទ្វារជាមួយនឹងនាងអមរាលុះដល់ព្រឹកឡើងមហោសថបានធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងទូលព្រះនាងឧត្តមពោទេវីអំពីដំណើរដើមតងរបស់ខ្លួននិងនាងអមរាព្រះនាងឧត្តមពោទេវីមានសេចក្តីត្រេកអរជាខ្លាំងក៏ក្រាបទូលដល់ព្រះរាជាឲ្យព្រះអង្គទ្រង់ជ្រាបបន្ទាប់មកព្រះនាងបានណែនាំនាងអមរាមកតុបតែងខ្លួនប្រដាប់ដោយគ្រឿងអលង្ការហើយរៀបចំយានជំនិះដ៏ប្រណិតដើម្បីនាំនាងមកកាន់គេហដ្ឋានរបស់មហោសថដោយមានក្បួនធ្វើសក្ការៈយ៉ាងធំរៀបចំមង្គលការនាងអមរាជាមួយនឹងមហោសថបណ្ឌិតព្រះរាជាបានបញ្ជូនគ្រឿងបណ្ដាការយ៉ាងច្រើនឥកធឹកដែលមានតម្លៃ 1000 កេហបណៈទៅជូនលោកបណ្ឌិតមហោសថប្រជាជនទាំងរាជធានីមាននាយឆ្មាំទ្វារជាដើមក៏បានបញ្ជូនគ្រឿងបណ្ដាការមកជូនមហោសថផងដែរចំណែកនាងអមរាបានរំលែកបណ្ដាការដែលស្ដេចបានបញ្ជូនមកនោះជា2ចំណែកហើយបញ្ជូនមួយចំណែកថ្វាយព្រះរាជាវិញឯមួយចំណែកទៀតនាងអមរាបានបញ្ជូនដល់ប្រជាជនទូទាំងក្រុងដើម្បីសង្គ្រោះអ្នកនគរតាំងពីគ្រានោះមកមហោសថបាននៅរួមរស់សុខនឹងទុក្ខជាមួយនឹងនាងអមរាហើយបានធ្វើជាទីប្រឹក្សាផ្ដល់នៅអនុសាសន៍ដែលមានហេតុនិងផលត្រឹមត្រូវចំពោះព្រះមហាក្សត្រដរាបតទៅសាធុវោអស់លោកអ្នកសាទសពបរោះទាំងឡាយសូមអនុមោទនាស្ដាប់រឿងព្រះមហោសថជាដកភាគទី3ក្រោយបន្តទៀត